ពេលស្ត្រីម្នាក់កំពុងបាត់ជើងនៅមាត់ទន្លេស្រាប់តែប្រទេសឃើញទារកម្នាក់ត្រូវបានគេបោះបង់ចោលក្នុងកំពតនៅលើខ្លួនទារកនោះមានបន្តោងត្បូងមួយផងដែរនាងមិនបានដឹងថាបន្តោងត្បូងនេះមានតម្លៃរាប់សិបលានទេនាងក៏មិនបានដឹងថាទារកពិតជាកូនរបស់មហាសេដ្ឋីបច្ចុប្បន្នធ្វើត្បិតតែនាងមានសត្វមិនគ្រប់ក៏ដោយក៏ក្តីស្រឡាញ់ជាម្ដាយក្នុងចិត្តបានជំរុញឲ្យនាងសម្រេចចិត្តយកទារកនេះមកកន្លងផុតស្ត្រីឈួតនោះបានចិញ្ចឹមក្មេងប្រុសនោះធំដឹងក្តីដោយរើសអេតចាយប្រុសនោះក៏មានការតស៊ូខ្លាំងណាស់ដែរដោយសារតែលទ្ធផលសិក្សាល្អបានប្រឡងចប់សាកលវិទ្យាល័យលំដាប់កំពូលក្នុងយ៉ាងណាមិញក្មេងប្រុសនោះដឹងថាស្ថានភាពសេដ្ឋកិច្ចគ្រួសារមិនល្អទេក៏សម្រេចចិត្តបោះបង់ឱកាសចូលរៀននៅសាកលវិទ្យាល័យគាត់មានបំណងទៅធ្វើការនៅទីក្រុងដើម្បីរកប្រាក់ចិញ្ចឹមស្ត្រីឈួតនោះពេលស្ត្រីឈួតនោះបានឮដូចនាងបានទះកំភ្លៀងគាត់មួយដៃដោយមិនស្ទាក់ស្ទើរធ្វើត្បិតតែនាងមានសត្វមិនគ្រប់ក៏ដោយក៏នាងយល់ពីសារៈសំខាន់នៃការសិក្សាទៀនម៉ែមានលុយទៀនឯណាលុយខ្ចីលុយដូច្នេះស្ត្រីឈួតនោះក៏សម្រេចចិត្តទៅផ្ទះប្អូនប្រុសរបស់នាងដើម្បីយ៉ាងណាមិញប្អូនប្រុសរបស់នាងមិនបានគិតដល់រឿងចាស់តតែសោះហើយបានបណ្ដេញនាងចេញភ្លាមប្អូនថ្លៃស្រីឃើញស្ត្រីឈួតនោះមានសត្វមិនគ្រប់ក៏លេងសើចជាមួយនាងប្រាប់នាងថាគ្រាន់តែលុតជង្គង់ក្រាប100ដងនឹងឲ្យនាងខ្ចីលុយស្ត្រីឈួតនោះជឿថាជាការពិតក៏លុតជង្គង់ក្រាបភ្លាមតែប្អូនថ្លៃស្រីបែរជាយកលុយខ្មោចមួយចានមកឲ្យនាងទៅវិញស្ត្រីឈួតនោះមិនបានដឹងរឿងនេះតតែសោះក៏ត្រឡប់ទៅផ្ទះវិញដោយរីករាយជាមួយលុយនោះតែជាលទ្ធផលនាងបានរអិលធ្លាក់ចូលក្នុងប្រឡាយស្អុយក្បែរផ្លូវសំណាងល្អពេលកូនប្រុសរបស់នាងចេញទៅរកនាងគាត់បានឃើញទិដ្ឋភាពនេះពេលស្ត្រីឈួតនោះភ្ញាក់ឡើងនាងក៏ប្រញាប់យកលុយខ្មោចដែលខ្ចីពីប្អូនថ្លៃស្រីចេញមកពេលកូនប្រុសឃើញលុយខ្មោចនោះគាត់ក៏យកគ្រប់យ៉ាងភ្លាមក្នុងចិត្តរបស់គាត់រំជួលចិត្តយ៉ាងខ្លាំងគាត់បានស្ពត់ក្នុងចិត្តថានឹងខិតខំរៀនសូត្រដើម្បីសងគុណស្ត្រីឈួតនោះដែលបានចិញ្ចឹមបីបាច់គាត់កំពុងពោលស្ត្រីឈួតនោះត្រឡប់ទៅផ្ទះវិញគាត់ក៏បានជួបមហាសេដ្ឋីដែលកំពុងស្វែងរកកូនប្រុសរបស់គាត់មហាសេដ្ឋីនោះបានយករូបថតកូនប្រុសរបស់គាត់កាលពីក្មេងចេញមករស់យល់ភ្លាមថាខ្លួនជាកូនប្រុសដែលមហាសេដ្ឋីបាត់បង់ជាច្រើនឆ្នាំតែគេបែរជាជ្រើមិនទទួលស្គាល់មហាសេដ្ឋីនោះគេក៏ហកថាខ្លួនមិនដែលឃើញក្មេងក្នុងរូបថតទេព្រោះគេដឹងថាបាត់ទទួលស្គាល់មហាសេដ្ឋីនោះស្រីឈួតនឹងគ្មានអ្នកមើលថែដើម្បីរកលុយបង់ថ្លៃសាលាមុនចូលរៀនប៉ុន្មានថ្ងៃប្រុសខំប្រឹងរែកអិតនៅការដ្ឋានសំណង់ទីបំផុតក៏រកលុយបង់ថ្លៃសាលាពេលចែកផ្លូវគ្នាគេបារម្ភពីស្រីឈួតក៏ផ្ញើបងប្អូនជីដូនមួយឲ្យជួយមើលថែគាត់បងប្អូនខ្ញុំសុំបងត្រូវតែមើលថែគាត់ឲ្យបានល្អខ្ញុំនឹងផ្ញើលុយឲ្យបងរាល់ខែកុំបារម្ភអីគាត់ជាម្ដាយខ្ញុំដែរខ្ញុំដឹងថាអ្នកមិនដូចអ្នកដទៃទេបន្ទាប់មកក៏ចេញដំណើរទៅរៀននៅទីក្រុងក្នុងអំឡុងពេលរៀននៅសាលាខំរៀនផងធ្វើការក្រៅម៉ោងគ្រប់បែបយ៉ាងដើម្បីរកលុយបង់ថ្លៃសាលាការងាររកខ្វក់ឬលំបាកគេសុខចិត្តធ្វើទាំងអស់តែដោយចៃដន្យមហាសេដ្ឋីក៏ចាប់អារម្មណ៍ឃើញគ្រឿងអលង្ការថ្មគៀវនៅរបស់គេម្ដងទៀតក៏ដឹងថាគេអាចជាមនុស្សដែលខ្លួនបាត់បង់ជាច្រើនឆ្នាំ3ឆ្នាំក្រោយក្មេងប្រុសមិនត្រឹមតែរៀនពូកែទេថែមទាំងបានទទួលមរតកទ្រព្យសម្បត្តិរាប់ពាន់លានពីមហាសេដ្ឋីពេលជោគជ័យល្បីល្បាញគេក៏សម្រេចចិត្តនាំស្រីឈួតទៅរស់នៅទីក្រុងដើម្បីចាស់ចរាតែគេមិនដឹងថាស្រីឈួតរស់នៅមិនសូវស្រួលប៉ុន្មានទេក្នុងរយៈពេល3ឆ្នាំនេះបងប្អូនជីដូនមួយមិនបានមើលថែគាត់ឲ្យបានល្អទេថែមទាំងបានជំពាក់បំណុលគេជាច្រើនដោយប្រើឈ្មោះគាត់ទៀតផងលុយនេះអ្នកឯងជាអ្នកខ្ចីតើសរសេរច្បាស់លើក្រដាសខ្មៅម៉េចអ្នកឯងចង់រត់បំណុលមែនលុយ 20,000 ការប្រាក់ឡើងច្រើនណាស់ហើយមើលនេះកូនប្រុសអ្នកឯងមែនទេខ្ញុំឮថាកូនប្រុសអ្នកឯងរៀននៅទីក្រុងបើអ្នកឯងសងលុយនេះមិនបានទេយើងនឹងទៅរកកូនប្រុសអ្នកឯងនៅទីក្រុងហើយអ្នកទាំងពីរនៅទីនេះតែខ្ញុំមិនមែនជាអ្នកនោះទេឲ្យខ្ញុំធ្វើបែបនេះនៅតែតាមទម្លាប់ចាស់អ្នកជួយពួកយើងថតវីដេអូ2 3ខ្ញុំជួយអ្នកសងប៉ុន្មានថ្ងៃយ៉ាងម៉េចដែរនេះជាមនុស្សចាស់ឯកាមានជំងឺផ្លូវចិត្តគ្មានកូនចៅទេគួរឲ្យអាណិតខ្លាំងណាស់ជួយគាត់ផងទៅបងប្អូនឲ្យជួយមនុស្សចាស់ឯកានេះផងទៅកុំយំអីដូចត្រីងាប់អីចឹងពេលខ្ញុំនិយាយអ្នកត្រូវយំលើទេប្រធានក្រុមនឹងបង្រៀនអ្នកពីរបៀបយំឲ្យអ្នករងគ្រប់ភាពយុត្តិធម៌ជាឈុតឆាកជួបជុំម្ដាយកូនដ៏ល្អមួយពាក្យចាស់ពោលថាជំពាក់លុយត្រូវសងជាការត្រឹមត្រូវដែលអ្នកត្រូវសងលុយដែលម្ដាយអ្នកជំពាក់បើអ្នកសងមិនបានយកឡានអ្នកមកសងបំណុលឡានគាត់ជួលមកមែនទេជួលមកក៏ត្រូវយកមកសងបំណុលដែរខ្ញុំឲ្យអ្នក10 វិនាទីដើម្បីចេញទៅសួនយ៉ាលើកនេះខ្ញុំការពារអ្នកយកមកនេះកុំត្រានេះមិនមែនពួកយើងបង្ខំម្ដាយអ្នកចុះហត្ថលេខាទេវីដេអូក៏មិនមែនពួកយើងបង្ខំម្ដាយអ្នកថតដែរ
សួស្ដីខ្ញុំមិនបានផ្ញើលុយឲ្យសូន5រាល់ខែទេគាត់មិនបានឲ្យអ្នកទេតើមានរឿងអីពិតប្រាកដគ្រាន់តែបោះត្រាំរ៉ាមដៃនៅទីនេះរួចហើយសហការជាមួយខ្ញុំថតវីដេអូមួយស៊ូនោះនឹងមានលុយទៅរៀនហើយមិនអីទេស៊ូត្រូវទៅរៀនលុយមិនជាបញ្ហាទេហេមកនេះអញជាសត្វត្រឆានអញហ៊ានជាគេក្លាហានណាស់តើហ៊ានជាមេពួកយើងលីងវូនៅតំបន់នេះអ្នកណាហ៊ានប៉ះពាល់អ្នកណាដែលចង់បង្កបញ្ហានៅថ្ងៃនេះបំផ្លាញពិធីខួបកំណើតរបស់អញប្អូនអើយអ្នកត្រឡប់មកវិញហើយមិនប្រាប់បងមួយម៉ាត់សោះលីនអូខ្ញុំផ្ញើលុយឲ្យអ្នករាល់ខែឲ្យអ្នកមើលថែម្ដាយខ្ញុំអ្នកមើលថែបែបនេះមែនទេអាហេតុប្អូនថ្លៃច្រឡំហើយពីអ្នកនេះខ្ញុំចាត់ឲ្យមកយករបស់ទេចុះលុយកំជ័យក៏អ្នកជាអ្នកផ្ញើដែរប្អូនថ្លៃឲ្យមើលថែម្ដាយអ្នកនៅទីនេះគឺពិបាកណាស់វាអស់លុយច្រើនណាស់អ្នកមិនទាន់គ្រប់គ្រងផ្ទះមិនដឹងតម្លៃអង្គទេក៏គិតចង់បានលុយពីម្ដាយខ្ញុំមែនទេហាកុំនិយាយអីម្ដាយឈួតរបស់អ្នកនោះរូបរាងល្ងីល្ងើរបស់គាត់នៅតែមានមនុស្សជាច្រើនឲ្យលុយមែនទេហាឥឡូវនេះអ្នកលុតជង្គង់សុំទោសម្ដាយខ្ញុំទៅខ្ញុំនឹងដោះលែងអ្នកថ្ងៃនេះកុំរៀមខ្ញុំទៅទីក្រុងធំគិតថាខ្លួនឯងជាមនុស្សហើយមែនទេអ្នកលុតជង្គង់ទៅបំណុលរបស់អ្នកខ្ញុំនឹងលើកលែងឲ្យអ្នកមិនស័ក្តិសមទេមកយកវាទៅឲ្យម្ដាយឈួតរបស់វាមានកូនប្រុសត្រូវគេរំលោភទៀតទៅសុំទោសលោកប៉ៃមកលោកប៉ៃអ្នកនាំម្ដាយខ្ញុំទៅសម្រាប់ក្នុងឡានសិនដូរខោឲ្យរួចយកកាដូដែលខ្ញុំរៀបចំទៅជូនខ្ញុំនឹងដោះស្រាយពួកសម្រាមនេះសិនដោះស្រាយខ្ញុំអ្នកជាស្អីឥឡូវនេះគ្រូសាលីនរបស់យើងមានក្រុមហ៊ុន Sherwood Group គ្រប់គ្រងអ្នកគ្មានអ្វីទេអាហោះលីសៀនអ្នកហ៊ានវាខ្ញុំអ្នកដឹងទេថាចៅហ្វាយយើងជាអ្នកណាចៅហ្វាយក្រុមហ៊ុនបុតសម្ព័ន្ធ Sherwood Group បងប្រុសខ្ញុំជាអ្នកគ្រប់គ្រងទូទៅរបស់ Sherwood Group អ្នកប្រយ័ត្នខ្លួនទៅពួកឈួតទាំងពីរអ្នករបស់អ្នកនឹងមិនអាចនៅជាមួយគ្រូសាលីនបានទេអ្នកនៅតែហ៊ានបង្កបញ្ហាទៀតមែនទេខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកហើយវាទៅមិនមែនទេនេះជាកាដូពីលោកអគ្គនាយកប៉ៃជូនអ្នកចុះទៅឥឡូវនេះអ្នកនៅតែមានឱកាសសារភាពកំហុសវានឹងមកដល់ចាប់នេះហើយចាំមើលអ្នកសម្ដែងយ៉ាងម៉េចអ្នកណាហ៊ានអំនួតម្លេះហ៊ានវាមនុស្សលើទឹកដីខ្ញុំអាហោះលោកចៅហ្វាយអ្នកមកដល់ហើយអ្នកត្រូវតែជួយខ្ញុំផងព្រៃនេះហ៊ានធ្វើបាបខ្ញុំមែនទេអ្នកត្រូវតែជាអ្នកអាហេតុលោកលីវហេតុអ្វីអ្នកមកទីនេះឆ្កែដែលអ្នកចិញ្ចឹមខំខុសមនុស្សហើយនេះគឺលោកប៉ៃសៀនជាអគ្គនាយកថ្មីរបស់ក្រុមហ៊ុន Sherwood Group អូហូលោកអគ្គនេះសុទ្ធតែជាការយល់ច្រឡំទេគឺសុទ្ធតែអមនុស្សថោកទាបនេះទេដែលធ្វើរឿងនេះលួចលាក់ពីក្រោយខ្នងខ្ញុំលោកអគ្គនាយកវាងប៉ុន្មានថ្ងៃនេះខ្ញុំបានខិតខំអស់ពីសមត្ថភាពដើម្បីក្រុមហ៊ុនអ្នកបិទមាត់ទៅអូហូលោកអគ្គនាយកប៉ៃនៅរស់ទៀតមែនទេអ្នកគ្រប់គ្រាន់ហើយខ្ញុំបានដឹងច្បាស់អស់ហើយក្រុមហ៊ុនពួកអ្នកនឹងបាត់បង់ចាប់នេះហើយអាហោះកុំទៅសូមអ្នកមេត្តាទុកជីវិតខ្ញុំដឹងថាខ្ញុំខុសហើយកុំទៅអាហោះលីនសៀខ្ញុំជាបងប្អូនជីដូនមួយរបស់អ្នកជាមថ្មីរលីក្នុងទឹកហើយមែនទេតែខ្ញុំទើបតែផ្ដល់ឱកាសឲ្យអ្នកខ្ញុំលីនសៀហោឪពុកខ្ញុំត្រូវបានអ្នកជួយសង្គ្រោះគាត់ចាស់ហើយគាត់ជាស្នេហាដំបូងរបស់គាត់ទ្រាំមិនបានទេលីស៊ូនហើយកុំបារម្ភអីគាត់ក៏រត់មិនរួចដែរលោកស្រីប៉ៃបាត់ខ្លួនហើយមកយើងចូលក្នុងទៅលីលោកគ្រូចេញទៅខ្វាក់ភ្នែកមែនទេល្អហើយទឹកនេះជួយអ្នកកម្ចាត់សំណាងអាក្រក់ហើយហា
អ្នករៀបការហើយមិនមែនឬលែងជាមនុស្សគ្រួសារយើងទៀតហើយមែនទេមកទីនេះធ្វើអីអ្នកមកដៃទេដើម្បីជូនពរថ្ងៃកំណើតឪពុកអ្នកមែនទេខ្ញុំប្រាប់អ្នកថ្ងៃនេះខ្ញុំនឹងសម្រេចចិត្តជំនួសឪពុកលុតជង្គង់នៅទីនេះហើយក្រាប3 ដងខ្ញុំនឹងចាត់ទុកថាជាការជូនពរថ្ងៃកំណើតឪពុកម៉ាក់អ្នកកុំគូសំអីខ្ញុំមិនញ៉ាំទេបានទេសៀវចិនកូនល្អយ៉ាងនឹងនាំកូនចូលទៅញ៉ាំនៅពេលក្រោយខ្លាំងជាងនេះបន្តិចទៀតនេះមិនត្រឹមត្រូវទេអ្នកក៏មិនល្ងងដែរតើខ្ទប់ចប់ហើយហាហាខ្ទប់បងស្រីខ្ញុំជាប្អូនប្រុសខ្ញុំពិតជាមិនអាចចេញបានទេខ្ញុំនឹងនាំក្មេងចូលទៅមុនអ្នកខុសហើយអីចឹងទៅជួយលាងចាននៅក្បែរនោះសិនទៅសៀវឈុនអ្នកក៏ទៅជួយលាងចានដែរទៅម៉ាក់មើលលឿនម៉ាក់មិនឃ្លានទេខ្ញុំញ៉ាំមុនម៉ាក់អ្នកញ៉ាំមុនទៅអ្នកកំពុងធ្វើអីពិតជាគ្មានមុខមាត់សោះអាមនោះគ្មានប្រយោជន៍អ្នកគ្រាន់តែលាងចាននៅទីនោះអ្នកហ៊ានលួចញ៉ាំនៅទីនោះមែនទេអាហារខ្ញុំនឹងវាអ្នកឲ្យស្លាប់អាមនោះថោកទាបមានរឿងអីសៀវចិននៅខាងក្នុងខ្ញុំហៅសៀវចិនអ្នកចេញទៅមកពីណាអាមនុស្សមិនស្គាល់មុខទាំងនេះអ្នកទាំងអស់គ្នាចង់កប់ចិត្តគ្រួសារលីនមែនទេអាហេលោកចេញចាស់អ្នកចេញទៅបើមិនទៅខ្ញុំមិនគួរសំទេធ្វើអីលោកស្រីលីនចាស់គឺអ្នកមែនទេស្លៀកពាក់ដូចមនុស្សស្លាប់អីចឹងការទ្រពឈួតអីទៀតហើយអ្នកចេះបើកទ្វារអត់នឹងអញ្ចឹងអ្នករឿងនេះប្រញាប់បណ្ដេញស្រីឈួតនេះចេញទៅបានថ្ងៃនេះជាថ្ងៃខុបកំណើតលោកតាខាងយើងមិនចង់ឲ្យមានរឿងអបមង្គលបែបនេះទេប្រញាប់ទៅរកបើរកមិនឃើញពួកឯងចេញទៅទាំងអស់វ៉ានេះមិនមែនក្មួយប្រុសខាងប្រពន្ធលោកលីនចឹងមីងទេអីត្រូវហើយគាត់ឥឡូវខ្លាចជាអ្នកគ្រប់គ្រងក្រុមហ៊ុនជីរួយហើយក្រុមហ៊ុនជីរួយនឹងហ៎ត្រូវហើយអ្នកមកដល់ហើយរីករាយថ្ងៃកំណើតជំទាវមីងតាមពិតខ្ញុំមកថ្ងៃនេះគឺមកប្រាប់ដំណឹងល្អមួយដល់អ្នកឬមួយក៏ជារឿងវិនបាទលីនវិនឥឡូវនេះបានជាផ្លូវការហើយឡើងតំណែងជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនជីរួយយើងហើយអស្ចារ្យណាស់សំណាងណាស់ដែលមានអ្នកពួកយើងទាំងអស់គ្នាបានពឹងពាក់អ្នកទើបអាចពឹងក្រុមហ៊ុនជីរួយដ៏ធំនេះបានក្រុមហ៊ុនជីរួយឲ្យតែបានចូលគឺល្អបំផុតហើយមិនមែនទេថ្ងៃនេះគឺដោយសារការអប់រំរបស់មីងល្អទេតើខ្ញុំគ្រាន់តែជាអ្នកបន្ថែមការលើសូត្រប៉ុណ្ណោះពីមុនខ្ញុំបានសន្យាអ្នកថាទ្វេដងហាហាឆេនចូលចិត្តញ៉ាំនំចំណីអីយ៉ានេះជាស្រីឈួតចេញពីមន្ទីរពេទ្យវិកលចរិតណាការស្លៀកពាក់របស់គាត់មិនដូចចេញពីមន្ទីរពេទ្យវិកលចរិតទេហើយខ្ញុំមើលទៅគាត់ដូចជាធ្លាប់ស្គាល់មុខទៅជាបងស្រីរបស់លីងជៀងភីងនាងស្រីឈួតឯងចូលមកមិនបានថ្ងៃនេះលោកជៀងភីងខាងយើងខុបកំណើតឯងមកបង្កបញ្ហាមើល
អញធ្វើឲ្យកម្រាលខ្ញុំទៅជាយ៉ាងម៉េចហើយកុកខ្វក់ណាស់ប្រមូលឲ្យស្អាតទៅញ៉ាំញ៉ាំញ៉ាំអីញ៉ាំអាហោប្រព្រឹត្តខុសទៀតហើយ ល្មមហើយទោះគាត់មិនមែនជាមនុស្សត្រកូលលីនក៏ដោយប៉ុន្តែគាត់នៅតែមានឈាមត្រកូលលីនល្មមបានហើយអាហោបងស្រីខ្ញុំនឹងរៀបការជាមួយអ្នកថ្ងៃនេះខ្ញុំសន្សំលុយឲ្យអ្នកនឹងបានប្រពន្ធហើយនាងឈួតនេះនិយាយអីផ្ដេសផ្ដាសផ្ទះខ្ញុំខ្លាចជាបែបនេះអ្នកបែរជាមានលុយរៀបការទៅវិញបងស្រីមិនឲ្យអ្នកនៅលីវទេឆាប់អូសវាចេញទៅអាហេកបងប្រុសទី9រឿងនេះអាចរំខានអ្នកបានទេខ្ញុំធ្វើក៏បានដែរខ្ញុំធ្វើក៏បានយកវាចេញទៅជាមួយគ្នាសៀវឈុននៅជាមួយខ្ញុំឆាប់មកនេះសៀវឈុននាងឈួតនេះអ្នកគួរតែមានលុយខ្លះហើយអ្នកហ៊ានបោកខ្ញុំចាំងយ៉ានិងនាងឈួតនេះពិតជាគូនឹងគ្នាសុទ្ធតែមនុស្សល្ងងមែនទេហេដឹងហើយអ្វីចប់ហើយថ្ងៃស្អែកបើអ្នកហ៊ានធ្វើបាបម្ដាយខ្ញុំបន្តិចបន្តួចអ្នករាល់គ្នានឹងចប់ហើយនាងស្រីស្អុយនេះជានំប៉័ងដែលប៉ាខ្ញុំទិញឲ្យអ្នកផ្ទះហើយអ្នកត្រូវសងលុយខ្ញុំមកអ្នកធ្វើរបស់ខ្ញុំបែកអស់ហើយប្រញាប់សងលុយមកអ្នកគ្មានលុយសងទេអីបើគ្មានលុយក៏ទៅរកកូនក្មេងខូចរបស់អ្នកមកវិញទៅឲ្យគាត់ជួយសងទៅខ្ញុំមានលុយហ៊ានមិនសងលុយខ្ញុំមែនទេកាត់បែបនេះមានលុយឯណាចាំមើលខ្ញុំវាឲ្យស្លាប់នេះមិនមែនជាធនាគារសំណងកាត់ថ្ម limited ដែលចេញអតិថិជនកម្ពុជាទេគាត់មានរបស់នេះបានយ៉ាងម៉េចលោកគូនាយកសម័យនេះមនុស្សចូលចិត្តធ្វើខ្លួនជាអ្នកមានច្រើនណាស់ខ្ញុំគិតថាកាត់នេះគឺកូនក្មេងខូចរបស់គាត់ទិញឲ្យគាត់ជារបស់ខ្លាំងខ្លាយស្រីម្នាក់នេះកាលនៅក្មេងមិនមែនជាមនុស្សស្អាតស្អំទេចំណែកកូនក្មេងខូចរបស់គាត់ក៏មិនមែនជាមនុស្សល្អដែរពិតឬខ្លាំងខ្លាយមើលឲ្យច្បាស់ទៅដឹងហើយឲ្យខ្ញុំមើលបន្តិចមកហេពិតមែនឬកូនក្មេងខូចនោះមិនគួរណាខ្លាចជាអ្នកធំសោះអាឈួតចាស់ចាំមើលខ្ញុំវាអ្នកឲ្យស្លាប់អាហេចាំបន្តិចខ្សែកនេះមើលទៅដូចជាវត្ថុស័ក្តិសិទ្ធិប្រចាំហាងធំរបស់មន្ទីរបរិស្ថានខេត្តលីនហៃលោកឈូនាយកប្រហែលជាខ្លាំងខ្លាយទេស្រីឈួតនេះកូនក្មេងខូចរបស់គាត់ធ្វើការនៅសិនឆឹងឈ្មោះលីនសៀនអាហេពិតជាអ្នកធំមានមុខមាត់មែនមិនក៏មិនដែលឮឈ្មោះគាត់ទៅកើតអ្នកប្រកាសជាគិតច្រើនពេកហើយអញ្ចឹងខ្ញុំគិតច្រើនពេកមែននិយាយពីរបស់កម្រិតនេះមិនមែនមនុស្សធម្មតាអាចទិញបានទេរបស់គាត់មិនត្រឹមតែខ្លាំងខ្លាយទេថែមទាំងលួចទៀតអាចឈួតឲ្យខ្ញុំមើលខ្សែផ្លាស្ទិករបស់អ្នកបន្តិចមើលមើលទៅខ្លាំងខ្លាយហើយគុណភាពអន់ណាស់អាហោអូយដោះអាវស្រីឈួតនេះចេញមើលថាមានលក្ខអ្វីទៀតអត់
អ្នកណារកឃើញខ្ញុំនឹងឲ្យរង្វាន់ធំ បើគ្មានការបង្កប់ពីខ្ញុំទេគ្មានអ្នកណាអាចចូលបានទេយល់ហើយយេម៉ែសុំទោសខ្ញុំមកយឺតហើយ នេះជាកូនប្រុសរបស់ម៉ែបងភីងមែនមើលទៅដូចជាមានមុខមាត់បន្តិចហើយអាពូតឆានអញមកចំពេលល្អហើយម៉ែឈួតរបស់អញវាបំបែករបស់ហើយអញត្រូវសង មកចេះតែនិយាយពាក្យអាក្រក់ បំផ្លាញរបស់ធំត្រូវសងលុយជាធម្មតាទេអាពូតឆានគ្មានឪពុកម្ដាយបង្រៀនទេហេ ប៉ុន្មានតម្លៃប៉ុន្មាន 50 ម៉ឺនខ្ញុំមើលថាថ្ងៃនេះអញយកអ្វីមកសង គ្រាន់តែជាគំរូសិល្បៈរបស់រាជវាំងសម័យទំនើបសោះថែមទាំងឲ្យពួកអ្នកចូលមកទៀត50ម៉ឺនអី5000ប្រហែលជាសំជាង គឺ50 ម៉ឺនហ្នឹងអ្នកទាំងអស់គ្នានៅទីនេះសុទ្ធតែដឹងយើងទិញក្នុងតម្លៃ50 ម៉ឺនខ្វះមួយកាក់ក៏មិនបានដែរ ពិតជាគួរឲ្យអស់សំណើចគ្រួសារអ្នកពិតជាមានភ្នែកមើលឃើញឆ្ងាយមែនគ្រាន់តែ50ម៉ឺនហ្នឹងអូកាត់ទៅម៉ាស៊ីន post បើអញសងមិនបានតើធ្វើយ៉ាងម៉េចសងមិនរួចទេ យើងភ្នាល់គ្នាទៅបើខ្ញុំសងមិនរួចខ្ញុំនឹងស៊ីបំណែកទាំងនេះនៅលើដីបើខ្ញុំសងរួចពួកអ្នកត្រូវលូនស៊ីរបស់ទាំងនេះនៅលើដី ឡមួយម៉ាត់ជាពីរម៉ាត់ឡឱកាសមកដល់ហើយសូមអញ្ជើញ អូយថ្ងៃនេះចេញពីផ្ទះព្រឹកពេកភ្លេចយកកាត់មក សងមិនរួចក៏ហើយទៅហេតុអ្វីចាំបាច់ធ្វើពុតជាអ្នកមានធ្វើអីគុំនឹកខ្លី ម៉ាក់កាត់នេះខ្ញុំសុំខ្ចីប្រើបន្តិចបានទេ ម៉ាក់អត់មានទេមិនអីទេកូនកាត់នេះគ្រូសាយើងនៅមានទៀតបើអ្នកចូលចិត្តវាចាំយើងត្រឡប់ទៅវិញចង់ចាយប៉ុន្មានក៏បានដែរ ទឹកប្រាក់50ម៉ឺនយ៉នបានចូលកណ្ណីនេះពិតជាកាតធនាគារជាងវិញដែលមានកំណត់មែនសូមអញ្ជើញលោកម្ចាស់វ័យក្មេងលែន លីនសៀនលុយនេះអ្នកយកត្រឡប់ទៅវិញទៅអ្នកខំប្រឹងធ្វើការនៅខាងក្រៅមិនងាយស្រួលទេលុយនេះយកត្រឡប់ទៅព្យាបាលជំងឺម្ដាយរបស់អ្នកទៅលោកម្ចាស់វ័យក្មេងតកូលែនដល់ខ្លាចភ្នោហ៊ានភ្នោជាមួយគេចាញ់ភ្នោហើយបែរជាខ្លាចទៅវិញ លីស៊ុយថ្ងៃនេះជាថ្ងៃខួបកំណើតឪពុកខ្ញុំមិនចង់ឲ្យរឿងនេះមើលទៅអាក្រក់ពេកទេ អញ្ចឹងខ្ញុំនឹងជួយអ្នកឲ្យមានមុខមាត់ លេងគាត់ទៅ លីនសៀនអ្នកមិនចង់រស់នៅក្នុងតកូលែនទៀតទេចាំមើល ការខាត់បងរបស់គ្រួសារអ្នកខ្ញុំនឹងសងទេ នេះជារបស់ខ្ញុំអ្នកធ្វើឲ្យវាខូចហើយ លោកយ៉ាងមិនមែនអ្នកធ្វើឲ្យខូចទេគឺមនុស្សអាក្រក់ធ្វើឲ្យខូចទេបើអ្នកចូលចិត្តវាកូននឹងទិញមួយទៀតឲ្យអ្នក រកលុយបានបន្តិចបន្តួចរហូតដល់ភ្លេចខ្លួនឯងថាជានរណាខ្សែចាស់របស់អ្នកនោះមើលទៅដឹងថាជារបស់ខ្លាំងខ្លាយហើយវាមានតម្លៃប៉ុន្មានទៅ ហាងធំលេងយ៉ាងវ៉ែនបលហ្គើបោតម្លៃ10លានយ៉ន អ្នកជាសាយឬក៏នឹងគ្រប់គ្រងលុយរាប់សិបលានរបស់អ្នកខ្ញុំគិតថាវាគ្មានតម្លៃដល់ទៅ 1000 យ៉នផងអ្នកអាពូជអាក្រក់អ្នកចេះបោកលុយគេទៀតហើយមែនទេបើវាមានតម្លៃមួយជី លោកអ្នកគ្រប់គ្រងសូមជួយខ្ញុំមើលថាតើវាពិតឬអត់ ថ្ងៃនេះខ្ញុំនឹងលាតត្រដាងមុខមាត់ពិតរបស់អាពូជអាក្រក់នេះ នេះពិតជាខ្សែកនោះមែនខ្សែកនេះមានលក្ខណៈពិសេសមួយ
វាត្រូវបានផលិតឡើងពីលោហៈធាតុពិសេសហើយលក្ខណៈសម្បត្តិរបស់វាមានស្ថិរភាពខ្លាំងលីស៊ុយអ្នកពិតជាហ៊ានណាស់របស់បែបនេះអ្នកក៏ហ៊ានលួចដែរគឺគ្រាន់តែចង់មកអួតនៅមុខខ្ញុំអ្នកខំប្រឹងណាស់ហើយមើលទៅល្អធម្មជាតិគ្រួសារអ្នកពិតជាដូចគ្នាដូចគេចម្លងចេញមកមើងងាយអ្នកដតីថ្ងៃនេះ10លាននេះខ្ញុំត្រូវតែយកលីនសៀនថ្ងៃនេះអ្នកមកបង្កបញ្ហាហើយមែនទេហាហាហាអ្នកមានលុយហើយយ៉ាងម៉េចនៅមុខខ្ញុំអ្នកនៅតែដូចក្មេងប្រៃកាលពីជាង10ឆ្នាំមុនដដែលខ្ញុំជាមនុស្សរបស់ក្រុមហ៊ុនជីរួយក្រុមហ៊ុនជីរួយអ្នកហ៊ានប៉ះពាល់ហើយអ្នកដឹងខ្ញុំជានរណាទេចុះអ្នកដឹងខ្ញុំជានរណាទេខ្ញុំជាអគ្គនាយកក្រុមហ៊ុនជីរួយហា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 អ្នកជាអគ្គនាយកក្រុមហ៊ុនជីរួយនោះជាប្រធានក្រុមប្រឹក្សាពិបាលហាហាហាលោកអ្នកគ្រប់គ្រងអគ្គនាយកក្រុមហ៊ុននេះមានតែម្នាក់ទេហើយមានត្រកូលដូចលោកប្រធានក្រុមប្រឹក្សាពិបាលប៉ៃជាងក៏ត្រកូលប៉ៃដែរចុះអ្នកធ្លាប់ជួបគាត់ទេលីនសៀនហើយលីនសៀនខ្ញុំគិតថាអ្នកក៏ឈួតដែរដូចម្ដាយអ្នកអីចឹងរឿងកុហកបែបនេះអ្នកក៏ហ៊ាននិយាយដែរលោកអ្នកគ្រប់គ្រងឈូក៏មិនស្គាល់អ្នកដែរឋានៈគាត់ទាបបន្តិចដូច្នេះមិនដែលជួបតែនៅហ៊ានសម្ដែងមកកំចាត់វាចោលខ្ញុំមើលអ្នកណាហ៊ានអូប្រៀបធៀបអ្នកណាមានមនុស្សច្រើនមែនទេលេខាលាវហើយមិនក៏អ្នកមកលេខាលាវលោកឈូចាស់គ្រួសារអ្នកពិតជាហ៊ានណាស់ហ៊ានលេងសើចជាមួយលោកប្រធានប៉ៃទៀតលោកប្រធានប៉ៃភ្លេចប្រាប់អ្នកឈ្មោះខ្ញុំនៅក្រុមហ៊ុនគឺប៉ៃសៀនប៉ៃសៀនពិតមែនឬមិនអាចទេមិនអាចទេពិតជាអគ្គនាយកក្រុមហ៊ុនជីរួយមែននោះពិតជាអស្ចារ្យណាស់ប្រែខ្លួនជាហងសៀវយីមិនក៏អាចធ្វើជាអគ្គនាយកជីរួយបានខ្ញុំក្នុងនាមជាអគ្គនាយកក្រុមហ៊ុនជីរួយប្រាប់អ្នកថាអ្នកត្រូវបណ្ដេញចេញហើយពួកយើងក៏នឹងមិនមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអ្នកដែរបងជីដូនមួយអ្នកមិនងាប់ទេបើមិនមែនអ្នកបង្រៀនពួកយើងតាំងពីក្មេងឲ្យធ្វើបាបលីនស៊ុនទេតើខ្ញុំនឹងធ្វើបាបគាត់ទេលីងស៊ុនអាហាបងជីដូនមួយកុំខឹងបងជីដូនមួយខ្ញុំមិនមែនបងប្អូនឯងទេបងជីដូនមួយលោកប្រធានពិតមែនមានគេសង្ហើយហាហាហាលីងស៊ុននោះគឺលីងស៊ុនអ្នកចង់ដឹងដំណឹងរបស់ស៊ីវឆ្វាន់ទេអ្នកសាច់អីហេអ្នកហេសាច់អីដាក់ថ្លៃមក500000អត់ទេ5លានល្អលឿនឲ្យលុយមកនេះជាលុយអីខ្ញុំប្រាប់អ្នកឲ្យដឹងណាបើថ្ងៃនេះអ្នកមិនឲ្យលុយទេម្ដាយរបស់អ្នកនឹងមិនចង់ដឹងទេមួយជីវិតនេះដំណឹងរបស់ស៊ីវឆ្វានក ុំបារម្ភអីម៉ាក់អ្វីមានខ្ញុំអ្នកមើលឲ្យច្បាស់ទៅសាកមើលនេះជាបំណុលដែលអ្នកជំពាក់ដោយសារលេងល្បែងកិច្ចសន្យាខ្ចីប្រាក់របស់អ្នកចង់យកប៉ុណ្ណឹងមកគំរាមខ្ញុំមែនទេឥឡូវគ្មានអីទៀតហើយមែនទេយ៉ាងម៉េចដែរអ្នកស៊ីឲ្យឆ្អែតទៅមិនគ្រប់ទេនេះនៅមានទៀតទាំងអស់នេះសុទ្ធតែជាពុស្តាងតែមិនអាចដកវិញបានទេអញ្ចឹងពួកអ្នកដែលនៅពីក្រោយរឿងនេះមិនចង់ដឹងដំណឹងរបស់សេឆ្វាន់ទេអញ្ចឹងមិនបាច់រំខានអ្នកទាំងអស់គ្នាទេខ្ញុំបានប្រើប្រាស់កម្លាំងរបស់ក្រុមហ៊ុនជីរួយទាំងមូលហើយដើម្បីរកដំណឹងរបស់បងស្រីខ្ញុំហើយពួកសត្វត្រឆានដែលចាប់ជំរិតបងស្រីខ្ញុំកាលពីមុននោះបងស្រីខ្ញុំបានរៀបចំរួចហើយអ្នកក៏មិនអាចរត់រួចដែរខ្វាន់អ្នកលេងខ្ញុំទៅគិតថាខ្ញុំនិងម្ដាយរបស់អ្នកជាប្តីប្រពន្ធនឹងគ្នាទៅប្តីប្រពន្ធអ្នកវិដំជេរប្រមាថធម្មតាខ្ញុំថែមទាំងយកកូនស្រីបង្កើតរបស់ខ្លួនឯងធ្វើជាតើអ្នកស័ក្តិសមជាប្តីនឹងឪពុកទេអ្នកនៅខាងក្នុងឲ្យបានសុខទៅអ្នករត់មិនរួចទេនេះជាកម្មពៀរបស់អ្នកតោះយើងទៅផ្ទះសៀវឈឺ
ឆាប់ទៅផ្ទះសិនទៅសួស្ដីកុំបារម្ភអីលើកនេះពេលខ្ញុំត្រឡប់មកវិញខ្ញុំនឹងនាំអ្នកទៅរកបងស្រីយើងនឹងបានជួបជុំគ្រួសារអ្នកវិញហើយទៅម៉ាក់អញ្ចឹងម៉ាក់អង្គុយទៅអង្គុយអង្គុយទៅម៉ាក់អត់អីទេអង្គុយបានយ៉ាងម៉េចហើយហានៅទីនេះរងចាំខ្ញុំរងចាំខ្ញុំខ្ញុំនឹងឲ្យអ្នកសៀវឈីលីសៀនអ្នកនៅតែចង់ដឹងដំណឹងរបស់សៀវឈុនមែនទេអ្នកជាអ្នកណាខ្ញុំកំពុងសួរអ្នកជាអ្នកណាខ្ញុំកំពុងសួរអ្នកស្ត្រីចំណាស់ឈួតនេះមិនមែនមកលួចរបស់របរទេអូហូនាងស្ត្រីចំណាស់ឈួតរបស់របរដកវាចេញអាហាប្រញាប់ទៅធ្វើការហេកុំចោះទៅអាឡូអ្នកណែណានាងស្ត្រីឈួតមកពីណាចេញទៅបងស្រីស្អាតណែណាបុរសទេពហេមីងអ្នកកុំបារម្ភអីខ្ញុំមិនមែនជាមនុស្សអាក្រក់ទេមីងខ្ញុំស្គាល់ស្រីម្នាក់នេះខ្ញុំនឹងនាំអ្នកទៅរកគាត់រកសៀវចិនប៉ុន្តែខ្ញុំចង់បានរបស់នេះអាហារកសៀវឈុនអូឡានចាងសៀវឈឺនេះមិនមែនជាកូនប្រសាស្រីរបស់ឯជានៃក្រុមហ៊ុនស្នេហាមែនទេស្ត្រីចំណាស់ម្នាក់នេះជីវិតគាត់ប្រហែលជាមិនធម្មតាទេយកសោទៅឲ្យគាត់ទៅហាប្រហែលជាអាចបានរង្វាន់ច្រើនមានឡានខ្ញុំនឹងនាំអ្នកទៅរកសៀវឈុនតោះមីងតោះមានឡានហាំខ្ញុំនឹងសម្លាប់អ្នកចង់ចូលមកលួចលាក់ទៀតមែនទេអាហាខ្ញុំប្រាប់អ្នកឲ្យហើយអ្នកដឹងគាត់ជាអ្នកណាទេហាំឆាប់អនុញ្ញាតឲ្យពួកយើងចូលទៅបើមិនដូច្នោះទេនឹងមានរឿងមិនល្អកើតឡើងទោះបីជាស្ដេចត្រាញ់មកក៏ដោយអ្នកក៏មិនអាចចូលមុនដែរអ្នកដឹងទេចេនហ៊ុយគឺជាកូនប្រសាររបស់ក្រុមហ៊ុនអាយស៊ឺគ្រប់នាងជាកូនស្រីរបស់គាត់សៀវឈួនខ្ញុំឃើញអ្នកនាំស្រីមួយក្រុមនេះចង់ចូលមកលួចរបស់របរឆាប់ចេញទៅចេនហ៊ុយម្ដាយអ្នកមកហើយចេនហ៊ុយ
អូយក្មេងនេះស្អាតណាស់ហាហាហានេះបន្តិចបន្តួចយកទៅទិញរបស់ឆ្ងាញ់ឲ្យក្មេងទៅឆាប់អរគុណពូទៅអរគុណពូអ្នកណាគេមកគ្រូសាអ្នកពិតជាមានសុភមង្គលណាស់កូនទី2ក្រុងនឹងមានពេលណាដែរចិត្តហើយនេះកំពុងតែរៀបចំរកថ្ងៃល្អខ្ញុំមិនទាន់មានគម្រោងនេះទេអាឡូអីគេឲ្យខ្ញុំទៅទីនោះបានខ្ញុំទៅឥឡូវនេះសៀវចេនអូយសៀវចេនចេញទៅអាហា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 ម៉ែមកហើយម៉ែជួយខ្ញុំផងម៉ែជួយខ្ញុំផងអូនប្រុសកុំលួចស៊ីគេនឹងជេរអ្នកហើយ បងស្រីអ្នកលួចស៊ីរបស់របរ ចេញហុយអ្នកជាកូនស្រីឥតប្រយោជន៍ហ៊ានលួចស៊ីផងហោកចាំមើលខ្ញុំវាអ្នកឲ្យស្លាប់ហ៊ានណាស់មិនមែនខ្ញុំលួចស៊ីទេគឺប្អូនប្រុសលួចស៊ីសៀវប៉ាល់ប្រាប់ខ្ញុំមកគឺអ្នកស៊ីមែនទេមើលទៅសុទ្ធតែអ្នកបង្រៀនប្អូនប្រុសអ្នកឲ្យខូចខ្ញុំវាអ្នកឲ្យស្លាប់ខ្ញុំចំណាយលុយទិញអ្នកមកវិញហ៊ានទៅលួចប្អូនប្រុសអ្នកផងហោកម៉ែខ្ញុំដឹងថាខ្ញុំខុសហើយពិតជាមនុស្សថោកទាបមែនបើមិនឲ្យមេរៀនខ្លះទេអ្នកនឹងមិនចេះចាំទេលើកក្រោយហ៊ានបង្រៀនប្អូនប្រុសអ្នកឲ្យខូចទៀតចាំមើលខ្ញុំបោះអ្នកឲ្យទៅពួកអ្នកសុំទានឲ្យអ្នកទៅរើសបាយតាមផ្លូវរាល់ថ្ងៃ ល្អអ្នកទាំងអស់គ្នាទៅចុះអាហាហើយអ្នកថាជំទាវខ្ញុំថាឲ្យនាំម្ដាយអ្នកមកមានការអី អ្នកមើលអក្សរនេះ អ្នកស្លាប់ហើយខ្ញុំមិនស្គាល់ទេប្រញាប់ទៅចុះ វ៉ាងចាខ្ញុំជាចាំបន្តិច ប្រញាប់ទៅចុះទីនេះមិនមែនជាកន្លែងដែលអ្នកគួរមកទេ អាហាអាហាអាហា អ្នកព្រិចភ្នែកមើលល្អណាស់ បងស្រីប្រកាសជាចូលចិត្តខ្លាំងណាស់ អ្នកយករបស់នេះទៅឲ្យគេសិនរួចហើយយកការបញ្ជាទិញធំមួយទៀតទៅឲ្យគេអូនិយាយអញ្ចឹងរឿងរបស់លោកស្រីនិងម្ដាយលោកស្រីគួរប្រាប់លោកប្រធានក្រុមប្រឹក្សាភិបាលទេ ខ្ញុំនឹងប្រាប់គាត់ដោយផ្ទាល់ ម៉ាក់បាត់មុខសេរីថ្មីរបស់ចេប៊ូហ្វេដែលមានរហូតដល់ទៅ1ប្រអប់10សន្លឹកបានធ្វើការចេញលក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាហើយបងប្អូនអើយនិយាយពីគុណភាពវិញបាត់តែមួយសន្លឹកនិយាយពីថាមួយថ្ងៃនឹងដូចផឹកទឹក3ទៅ5លីត្រអញ្ចឹងគុណភាពផ្ដោតសំខាន់លើការជំនួយផ្ទៃមុខឲ្យភ្លឺរលោងសចាស់មានមុខងារយ៉ាងពិសេសក្នុងការទប់ស្កាត់មិនឲ្យកើតឡើងមុនបញ្ហាមុខរោលមុខស្នាមមុខស្ងួតមុខគ្មានសំណើមបងប្អូនដែលធ្វើការបាត់ម៉ាស់ល្បីៗជាច្រើនមិនត្រូវជាមួយនឹងសាច់មុខទល់តែសោះបងប្អូនដែលធ្វើការសាកបាត់ជាមួយនឹងម៉ាក់ខ្មៅម៉ាញ់មករស់បានជាពិសេសទឹកអេសិនមានកំហាប់ខាប់ដែលផ្សំឡើងពីមើមឬឈើនិងកំហាប់ទឹកមកតិចបងប្អូនអើយបញ្ចូលទៅដល់កម្ពុជាវីតា កញ្ញាយីស្អាតទេស្អាត អ្នកណាគេរកអ្នក ត្រៀមទៅណា ប្រហែលជាសាច់ញាតិក្រីក្ររបស់អ្នកមែនទេ អត់ទេរកមនុស្សខុសហើយ លោកស្រីចេននេះគឺលោកប៉ៃនាយកក្រុមហ៊ុនជីរុយរបស់យើងជាការដូរគុកកំណត់សម្រាប់កូនស្រីរបស់អ្នកកិច្ចសន្យាពាណិជ្ជកម្មបន្តិចទៀតលេខាលីវនឹងយកមកជូនដោយផ្ទាល់ លោកប៉ៃក្រុមហ៊ុនជីរុយមែនទេក្រុមហ៊ុនជីរុយនេះមិនធម្មតាទេពេលនេះខ្ញុំនឹងហក់ឡើងខ្ពស់ហើយ មែនហើយកង្ហា8កំណាត់នេះមិនដឹងរកលុយបានប៉ុន្មានទេចេនហ៊ុយលោកគ្រូគឺគ្រូសាយើងបានទទួលការទទួលស្គាល់ពីលោកប៉ៃដូច្នេះហើយគាត់បានចាត់មនុស្សឲ្យយករបស់នេះមកជាពិសេស ល្អណាស់ហាហាហា
ខ្ញុំស្អីទៅជាអ្នកអាហោះពិតជាអបអង្គលមែនខ្ញុំស្មានតែជាមនុស្សអស្ចារ្យឯណាស់ណាតាមពិតជាស្រីឈួតសោះធ្វើឲ្យខ្ញុំត្រូវគេទេកំភ្លៀងម៉ែម៉ែម៉ែខ្ញុំសួរអ្នកម៉ែខ្ញុំនៅឯណាលោកប៉ៃ ខ្ញុំពិតជាមិនដឹងថាគាត់ជាម្ដាយរបស់អ្នកទេខ្ញុំស្មានតែជាចោរក្រោយមកគាត់ចេញទៅខ្ញុំក៏មិនដឹងដែរសូមអ្នកមេត្តាលើកលែងទោសឲ្យខ្ញុំផង គ្រប់គ្រាន់ហើយពន្យល់ស្អីទៀតខ្ញុំសួរអ្នករាល់គ្នាមិនមែនឪពុកម្ដាយចិញ្ចឹមទេហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបែបនេះរហូតនៅចូលស្ងៀមធ្វើអីមិនប្រញាប់ទៅរកទេយ៉ាងម៉េចចង់បានទេដាក់តម្លៃមកអ្នកហ៊ានវាខ្ញុំឬមកពីណាអ្នកមានពេលតែ5វិនាទីដើម្បីឆ្លើយរឿងដែលខ្ញុំនិយាយជាមួយអ្នកពីមុនមិនមែនជារឿងលេងសើចទេ កញ្ញាយីកាន់តែធំហើយយើងគួរតែគិតគូររឿងអនាគតកូនស្រីហើយមែនទេ ប៉ុន្តែលោកគ្រូពេទ្យ ពេទ្យថាពេទ្យអីពេទ្យអ្នកត្រូវដឹងឲ្យច្បាស់អ្នកជាមនុស្សផ្ទះគេឬផ្ទះយើង លេងគាត់ទៅលេងគាត់ទៅ មនុស្សច្រើនម្លេះអាហារ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  អាហារបងធំឯងមិនខ្លាចមែន ខ្ញុំខ្លាចតែប្រុសស្អាតទេ អត់ទេអត់ទេ ខ្ញុំមិនមែនឈ្មោះសៀវជុនទេអ្នកចាំច្រឡំមនុស្សហើយ សៀវចិន ខ្ញុំជាម្ដាយខ្ញុំជាម្ដាយ អ្នកឆាប់ធ្វើខ្លួនជាម្ដាយទៅ ខ្ញុំជាម្ដាយឥឡូវចេញទៅក្រៅភ្លាមថ្ងៃនេះជាពិធីខួបកំណើតសៀវយី អ្នកកុំបង្កបញ្ហាអីខ្ញុំជាអ្នកដោះស្រាយ ម្ដេចខ្ញុំមានអារម្មណ៍ថាភ្នែកនឹងចិញ្ចាំគាត់ដូចចេញហួយបន្តិច អាហេតុនិយាយអញ្ចឹងទៅពិតជាដូចបន្តិចមែន អ្នកពិតជាចាំច្រឡំមនុស្សហើយកុំបង្កភាពវឹកវរទៀតអី ឆាប់ទៅចុះ ចៅឈុនមើលម្ដាយទៅហើយអ្នកចាំច្រឡំហើយអ្នកចាំច្រឡំម្ដាយហើយទៅ អ្នកចាំច្រឡំមនុស្សហើយអ្នកចាំច្រឡំហើយ មើលពួកគាត់និយាយខ្សឹបខ្សៀវគ្នាទៅប្រហែលជាពិតមែនទៅចុះខ្ញុំជាម្ដាយលោកយាយខ្ញុំជាម្ដាយអាហារអាហារ អាហារទាញគាត់ចេញទៅក្រៅ អ្នកឆាប់ទៅចុះអាហារ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 ខ្ញុំជាម្ដាយ គាត់ជាម្ដាយអាហារអាហារអាហារ ខ្ញុំជាម្ដាយអាហារអាហារ អាហារឡើងឡាន ខ្ញុំជាម្ដាយម៉ាក់កូនចង់បានតុកតាកូនទន្សាយនោះពួកគាត់សុទ្ធតែមានម៉ាក់សៀវឈុនកូនចង់បានតុកតាកូនទន្សាយមែនទេបានចាំបន្តិចណាលក់ស្រូវរួចម៉ាក់នឹងទិញឲ្យកូនណាគ្មានទេមើលអ្នកទៅរៀបការចូលមកប៉ុន្មានឆ្នាំហើយបានតែកូនស្រីម្នាក់នៅតែតាមចិត្តនឹងបណ្ដោយនាងទៀត ធ្វើអីហ្នឹងគាត់នៅក្មេងនៅឡើយទេអ្នកគ្រាន់តែចង់និយាយពីម៉ាត់មែនទេ នោះគាត់ជាកូនគេទេពូរបស់អ្នកមិនបានការសោះនៅខ្ជិះខ្ជាយលុយទិញរបស់ឥតប្រយោជន៍ទៀតយាយខ្ញុំអត់យកទេឯងជាក្មេងនាំតែខាតអ្នកចង់បានអ្នកណាទៀតអ្នកមិនប្រញាប់ធ្វើជាម្ដាយគេទេលីលីង អ្នកកុំនាំអាឆេនមកនៅតូចនៅឡើយអ្នកមើលទៅធ្វើម៉េចទៅ លីងអឺអ្នកកំពុងធ្វើអីលីងអឺខ្ញុំនឹងបង្ហាញល្បិចវេទមិនតូចមួយឲ្យអ្នកមើលខ្ញុំនឹងធ្វើឲ្យមានទន្សាយតូចមួយឲ្យអ្នកមើលល្អទេច្រើនណាស់ទៀតចាប់ទៀតម៉ាក់ខ្ញុំចូលចិត្តទន្សាយនេះចូលចិត្តមែនទេអីចឹងម៉ាក់ល្អទេល្អមែនទេពិតជាល្អមែនទេម៉ាក់ពិតជាល្អណាស់ហាហាហាអីចឹងអ្នកចូលចិត្តថាវាបន្តិចទេខ្ញុំចង់មើល
អ្នកពិតជាយល់ច្រឡំហើយ អាហារ៉ាខ្ញុំប្រញាប់ទៅហើយពួកគេនឹងវាយអ្នកហើយចាំបន្តិច ចេញហួយខ្ញុំចាំបានថាកាលពីមុនអ្នកបាននិយាយជាមួយគ្រូសាអាយើងរឿងថ្លៃបណ្ណាការគឺអ្នកជា ចិញ្ចឹ អ្នក មខ្ញុំទៅ បើមិនទទួលស្គាល់ថាស្រីឈួតនេះជាម្ដាយបង្កើតរបស់អ្នកទេ គ្រូសាអ្នកមានសាច់ញាតិត្រីក៏ច្រើនណាស់ចេនហួយពិតជាគ្មានមុខមាត់មែនកាលពីមុនអាយភីងរៀបការជាមួយនាងអស់លុយច្រើនណាស់មិននឹកស្មានថាគាត់រាល់ថ្ងៃនាំចូលផ្ទះនាំមនុស្សញ៉ៃញ៉ៃទាំងនេះមកតើអ្នកណាដែលល្អចំពោះគាត់មិនដឹងខ្លួនទេ បើសិនជាស្រីចំណាស់ឈួតនេះពិតជាម្ដាយរបស់ចេញហួយមែននោះគាត់នឹងមិនអាចងើបមុខរួចទេហួយបាននេះមិនមែនជាមនុស្សក្នុងគ្រួសារអ្នកទេអ្នកដេញគាត់ចេញទៅគ្រួសារអាយើងមានការសំខាន់ត្រូវធ្វើ ប្រញាប់ទៅកុំញ៉ៃញ៉ៃទៀតខ្ញុំនឹងទៅរកអ្នកពេលក្រោយទៅរកអ្នកពេលក្រោយទៅជាមួយម៉ាក់ទៅរកអ្នកពេលក្រោយទៅជាមួយម៉ាក់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 ដល់យឺត ចាំបន្តិចហើយអ្វីបានជាស្រោមសម្បត្តិក្រហមនេះនៅនឹងខ្លួនគាត់ ខ្ញុំក៏មិនដឹងថាមានរឿងអីដែរប្រហែលជាជ្រុះដោយអចេតនាឲ្យគាត់រើបានហើយមើលទៅបើតាមខ្ញុំនិយាយបើមិនមែនអ្នកឲ្យទេគឺគាត់លួចហើយរើបានគ្មានផ្លូវទេហឺនាងឆាន់ហុយនេះខ្ញុំបានឲ្យស្រោមសម្បត្តិក្រហមទៅសៀវយីហើយតើគាត់ចិត្តទូលាយណាស់បើតាមខ្ញុំគិតណានេះច្បាស់ជាអ្នកណាគេម្នាក់របស់ឆាន់ហុយហើយមកផ្ទះត្រកូលអាយដើម្បីទាលុយហើយម៉ាក់ខ្ញុំអត់បានឲ្យគាត់ទេខ្ញុំអត់ស្គាល់គាត់ទេអ្នកអត់ស្គាល់គាត់មែនទេអីចឹងគាត់ជាចោរហើយ មិនមែនចោតទេខ្ញុំមិនមែនចោតទេ ប្រហែលជាចោរអាជីពហើយមើលទៅនៅទីនេះធ្វើពុតជាឈួតលួចរបស់មែនទេបើគាត់ជាចោរអីចឹងយកគាត់ទៅដាក់គុកទៅវាមិនងាយស្រួលអីចឹងទេរបស់របបផ្ទះត្រកូលអាយរបស់យើងមិនមែនចេះតែលួចបានទេត្រូវមែនទេឆាន់ហុយប្រញាប់ទៅចុះបើអ្នកចាត់ទុកខ្ញុំជាកូនស្រីរបស់អ្នកប្រញាប់ទៅកូនទៅជាមួយម៉ែកូនទៅជាមួយម៉ែត្រូវការអ្វីទៀតគាត់មិនមែនជាម្ដាយរបស់អ្នកមែនទេអូយអ្នកថាអ្នកមកពីជនបទឥឡូវមានអ្នកមកទាលុយទៀតហើយអ្នកចាត់ទុកផ្ទះត្រកូលអាយរបស់យើងជាកន្លែងបញ្ចាំហើយប្រញាប់ទៅម៉ែទៅហើយកូនកុំទៅទៀតអីមកហេអ្នកទៅទេម៉ែទៅអ្នកទៅមិនបានទេនេះជាអ្នកណាគេមកពីណាមិនចេះមើលកាលៈទេសៈសោះគាត់ជាតើម្ដាយបង្កើតរបស់ខ្ញុំបានស្លាប់យូរហើយខ្ញុំត្រកូលឆាន់ឥឡូវខ្ញុំជាកូនប្រសាទកូអាយអូម្ដាយបង្កើតបានស្លាប់យូរហើយកូនភ្លេចហើយមែនទេថាម៉ែពពុះកូន10ខែទ្រាំនឹងកាត់អូនឯងហើយខំប្រឹងសម្រាប់កូនកូនក៏ភ្លេចហើយមែនទេថាជាកូនលុតជង្គង់នៅមុខម្ដាយក្មេករបស់គាត់អង្វរគាត់ឲ្យកូនបានទៅរៀនកូនភ្លេចខ្លាំងជាងនេះទៀតហើយពេលកូនត្រូវគេវាយអ្នកណាគេនៅក្បែរកូនពិតជាចិត្តខ្មៅគ្មានមេត្តាសោះបងស្រីសៀវឈុនអត់ទេឥឡូវខ្ញុំត្រូវហៅអ្នកថាចិនហុយហៅអ្នកថាលោកស្រីអាយអ្នកផ្ញើរបស់អ្វីខ្ញុំអត់ពីអ្នកទេឥឡូវនេះខ្ញុំអត់ពីទេ តែនាងស្រីឈួតឯងចេញពីទីនេះទៅ អីយ៉ាខ្ញុំវាយអ្នកស្លាប់ហើយថ្ងៃនេះជាថ្ងៃកំណើតសៀវយីកុំបង្កប់បញ្ហាអីអ្នកទាំងអស់គ្នាទៅចុះបើអ្នកចាត់ទុកខ្ញុំជាបងស្រីបង្កើតថ្ងៃនេះជាថ្ងៃកំណើតកូនស្រីខ្ញុំមិនចង់បង្កចំនួនឲ្យមើលទៅអាក្រក់ទេខ្ញុំចង់អង្វរអ្នកទាំងអស់គ្នាទទួលស្គាល់ម្ដាយរបស់ខ្លួនឯងបងប្រុសតូចអ្នកមិនយល់ទេថាខ្ញុំមកដល់ថ្ងៃនេះលំបាកប៉ុណ្ណាកុំបំផ្លាញខ្ញុំអីបានទេ ចិនហុយ ឈ្មោះដើមគឺសៀវឈុនអាយុ7ឆ្នាំបានទៅនៅផ្ទះម្ដាយចិញ្ចឹមក្រោយមកក៏បានរៀបការចូលត្រកូលអាយបើអ្នកគិតថាអ្វីដែលខ្ញុំនិយាយនៅមិនគ្រប់គ្រាន់អ្នកអាចទៅធ្វើតេស្តណាបានពិតជាមើលមិនឃើញសោះចិត្តពិតជាសាហាវណាស់នាងហ៊ានសំបីតែធ្វើបាបម្ដាយបង្កើតខ្លួនឯងចិត្តដូចពស់ពីហួយអ្នកនិយាយការពិតមកស្រីល្ងងនេះជាម្ដាយរបស់អ្នកមែនទេអ្នកកុំធ្វើឲ្យចៅស្រីត្រកូលអាយ៉ាខូចខាតអីណានេះពិតជាម្ដាយស្អាតស្អំមែនហើយយើងនៅចង់ពង្រីកត្រកូលធំដដែលអញ្ចឹងខ្ញុំអាចអញ្ជើញអ្នកជំនាញមកព្យាបាលបានតើហាគ្រប់គ្រាន់ហើយចាស់គាត់ពិតជាម្ដាយបង្កើតរបស់ខ្ញុំមែនតែចុះយ៉ាងម៉េចខ្ញុំទៅនៅផ្ទះម្ដាយចិញ្ចឹមតាំងពីអាយុ7ឆ្នាំញ៉ាំមិនឆ្ងាញ់គេងមិនលក់
សំបីតែសម្លៀកបំពាក់ក៏រើសគេដែរចុះម្ដាយបង្កើតរបស់ខ្ញុំនៅឯណាទៅអើហើយចិនហួយឲ្យអ្នកចិញ្ចឹមជ្រូកក៏មិនកើតតើទុកអ្នកធ្វើអីមើលខ្ញុំធ្វើអីរើសវាឡើងបើខ្ញុំមានជំរឿខ្ញុំមិនចង់កើតមកតតែសោះឪពុកលេងល្បែងម្ដាយដែលខ្លាចចោលអាឥឡូវនៅតែជាមនុស្សឈួតគាត់មិនដែលមើលថែខ្ញុំបានល្អតតែសោះគាត់គ្មានសិទ្ធិធ្វើជាម្ដាយរបស់ខ្ញុំទេសៀវឈុននៅមិនទាន់យឺតទេអ្នកត្រូវតែត្រឡប់មកផ្ទះវិញម៉ែនឹកអ្នកណាស់មិនបាច់ទេម៉ែវាយឺតពេកហើយខ្ញុំក៏លែងជាកូនស្រីរបស់អ្នកដែរយើងគ្មានទំនាក់ទំនងនឹងគ្នាទៀតទេបងស្រីចាំងឈុនខ្ញុំបានខ្លាចជាមនុស្សមានមុខមាត់ហើយអ្នកមិនបាច់រស់នៅលំបាកទៀតទេឥឡូវជីវិតខ្ញុំក៏ល្អណាស់ដែរគឺដោយសារខ្ញុំបានរៀបការជាមួយស្នេហាមិនមែនដោយសារមានម្ដាយឈួតនេះទេខ្ញុំគ្មានទំនាក់ទំនងអ្វីជាមួយអ្នករាល់គ្នាទេល្អគ្មានទំនាក់ទំនងម៉ែយើងទៅផ្ទះវិញអ្នកកុំបារម្ភខ្ញុំនឹងនៅតែជាកូនប្រុសរបស់អ្នកជានិច្ចចាំសិនអញបោករបស់ហើយចង់ទៅមែនទេអញដឹងទេថាអ្នកណាជាអ្នកផ្ញើរបស់នេះគឺអាបៃនៃក្រុមហ៊ុនជីវ័យជាអ្នកផ្ញើចុះយ៉ាងម៉េចលោកឡៃគ្រាន់តែខ្វាក់ភ្នែកប៉ុណ្ណោះទើបយករបស់ទាំងនេះមកឲ្យពួកមនុស្សមុខសត្វដូចពួកឯងអាហាញហ៊ានណាស់ណាបើថ្ងៃនេះឯងមិនបកស្រាយទេកុំសង្ឃឹមថាបានទៅណាកុំស្ដាប់វានិយាយច្រើនទៀតវាមួយដៃសិនរួចបោះវាចេញទៅនៅចាំអីទៀតឆាប់ឡើងកុំបារម្ភអីស្បែកជើងប៉ុណ្ណឹងមិនអាចធ្វើអ្វីខ្ញុំបានទេហេតុអ្វីបានជាវាគ្នាត្រូវតែទទួលស្គាល់ថាចាញ់លេខាធិការលីវគាត់បានបំផ្លាញកាដូដែលលោកបៃផ្ញើឲ្យគាត់មិនត្រឹមតែបំបែកកាដូរបស់លោកបៃទេថែមទាំងជេរប្រមាថលោកបៃទៀតផងនេះមិនមែនជាការបាត់បង់មុខមាត់របស់លោកបៃទេលោកបៃឥតប្រយោជន៍ទេដែលខ្ញុំខំរៀបចំកាដូយ៉ាងល្អិតល្អន់ចាប់ពីពេលនេះទៅគាត់នឹងស្ថិតនៅក្នុងបញ្ជីខ្មៅទូទាំងខេត្តលីងជាងម៉ែត្រឡប់ទៅផ្ទះវិញសៀវឈុនលោកបៃអហឥឡូវនេះត្រូវធ្វើម៉េចទៅទោះបីជាអ្នកអហសុំទៀនក៏ដោយហាមនុស្សអត់ប្រយោជន៍រឿងតូចតាចប៉ុណ្ណឹងក៏ធ្វើមិនកើតល្ងាចនេះទៅជួបម្ដាយនៅឯដំណាក់ខ្ញុំរឿងសំខាន់បែបនេះហេតុអ្វីមិនប្រាប់ខ្ញុំឲ្យលឿនលោកប្រធានបៃសៀនថាគាត់ចង់ប្រាប់អ្នកដោយផ្ទាល់ឆាប់ផ្សព្វផ្សាយព័ត៌មាននេះទៅដើម្បីកាត់បន្ថយផលប៉ះពាល់និងកំហុសឆ្គងបាទខ្ញុំនឹងទៅធ្វើភ្លាមតាសៀនអ្នកមកដល់ហើយមកអង្គុយឥឡូវនេះមិនមែននៅក្រុមហ៊ុនទេអ្នកគួរតែហៅខ្ញុំថាលីនសៀនយើងមានរឿងខ្លះត្រូវនិយាយគ្នាឲ្យបានល្អខ្ញុំឮថាអ្នកបាននាំម្ដាយរបស់អ្នកមកមែនទេម្ដាយដែលបានចិញ្ចឹមខ្ញុំធំដឹងក្តីតែម្នាក់ឯងទង្វើរបស់អ្នកឥឡូវនេះគឺបំផ្លាញកិត្តិយសរបស់ជីវ័យនិងរូបភាពរបស់អ្នកកុំភ្លេចថាអ្នកគឺជាអ្នកទទួលខុសត្រូវនាពេលអនាគតរបស់ក្រុមហ៊ុននេះសុំទោសដែលនិយាយឥតប្រយោជន៍អំណាចលុយកាក់ទាំងនេះមិនសំខាន់ទេអ្វីដែលសំខាន់គឺគាត់ជាម្ដាយរបស់ខ្ញុំលីសុនបើអ្នកបាត់បង់អ្វីទាំងអស់នេះតើអ្នកនៅតែអាចមើលថែម្ដាយអ្នកបានល្អទេបៃសៀនអ្នកកំពុងគំរាមខ្ញុំមែនទេល្អខ្ញុំជប់ធ្វើហើយអ្នកបន្តទៅបណ្ដុះបណ្ដាលអ្នកស្នងតំណែងរបស់អ្នកចុះលីសៀនឲ្យច្បាស់ហើយណាបើអ្នកបោះបង់តំណែងឥឡូវនេះគឺស្មើនឹងប្រឆាំងនឹងពិភពជាមួយលៀងចឹងទាំងមូល
ប៉ាម៉ាក់ប្រញាប់ញ៉ាំទៅអត់ឃ្លានញ៉ាំមិនចូលទេ ចិនហុយអាហារតើអ្នកដឹងទេថារឿងនេះធ្ងន់ធ្ងរប៉ុណ្ណាខ្ញុំបានធ្វើឲ្យចំនួនគ្រួសារអាចជាខូចខាតទាំងអស់ហើយតើអ្នកដឹងទេថានឹងខាត់លុយប៉ុន្មានទាំងអស់នេះមកពីម្ដាយឈួតរបស់អ្នកបើគាត់មិនមកទេតើរឿងទាំងនេះអាចខូចខាតបានទេ ម៉ាក់ខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំក៏ដើម្បីមុខមាត់គ្រួសារអាចជារបស់យើងដែរដើម្បីអ្វីអ្នកធ្វើឲ្យខូចខាតដោយសារអារម្មណ៍របស់អ្នកតើអ្នកដឹងទេថាផលវិបាកនេះធ្ងន់ធ្ងរប៉ុណ្ណានៅយំទៀតអ្នកមិនប្រញាប់ទៅរកអូនប្រុសរបស់អ្នកទេដើម្បីសងការខាតបង់របស់គ្រួសារអាចជាយើងតែអ្វីយើងបានកាត់ផ្ដាច់ទំនាក់ទំនងហើយឥឡូវនេះដល់ថ្នាក់នេះហើយតើអ្នកនៅចង់បានមុខមាត់អ្វីទៀតលុយឯណាគួរឲ្យធុញណាស់ចេះតែយំចេញទៅលាងចានឲ្យខ្ញុំសៀវយីអ្នកមកធ្វើអ្វី អ្នកធ្វើកិច្ចការផ្ទះហើយឬនៅម៉ាក់ខ្ញុំមកជួយលាងចានហើយខ្ញុំនិយាយមែនម៉ាក់ខ្ញុំស្រឡាញ់ម៉ាក់អ្នកជាម៉ាក់ដែលល្អបំផុត តើខ្ញុំបានធ្វើត្រូវឬខុសទៅស្រីបោកប្រាស់អ្នករាល់ថ្ងៃខ្ញុំជាអ្នកធំក្នុងត្រកូលល្បីឈ្មោះអ្នកមើលនាងទៅតើនាងមានសភាពគួរឲ្យចូលចិត្តបន្តិចទេអ្នកគួរឲ្យនាងរៀនច្រៀងរាំល្អទេម៉ាក់សៀវយីនាងចូលចិត្តអ្វីឲ្យនាងរៀននោះទៅអ្នកនៅស្ងៀមទៅម៉ាក់ពេលណាទៅដល់វេនម៉ាក់មកចង្អុលបង្ហាញចូលបង្គន់មិនទាន់ហើយផងឥឡូវហ៊ានមករកយកកាយជាមួយខ្ញុំទៀតហើយអ្នកណាគេមិនដឹងខ្យល់អីមកពេលនេះអូសូមអញ្ជើញចូលមកអ្នកគឺនាងចិនហុយមែនទេខ្ញុំមកលើកនេះគឺចង់សុំអ្នកជួយការងារមួយខ្ញុំចង់ឲ្យអ្នកទទួលម្ដាយបង្កើតរបស់អ្នកមកមើលថែលោកលីកំពុងតែរីកចម្រើនក្នុងអាជីពការងារខ្ញុំមិនចង់ឲ្យរឿងនេះមកជាប់ជំពាក់ទេកុំទាន់ឲ្យប្រញាប់បដិសេធខ្ញុំនឹងប្រាប់ពីលក្ខខណ្ឌរបស់ខ្ញុំសិនចាំអ្នកសម្រេចចិត្តខ្ញុំធ្វើការតែងតែយុត្តិធម៌ឲ្យតែអ្នកធ្វើតាមអ្វីដែលខ្ញុំនិយាយទៅថ្ងៃមុខខ្ញុំនឹងជួយមើលការខុសត្រូវមុខចំនួនគ្រួសារអ្នកឲ្យបានច្រើនណែកូនស្រីសម្លាញ់មិនប្រញាប់យល់ព្រមទៅតែលើកមុននៅពិធីខួបកំណើតលីយីខ្ញុំខ្លាចណែចិនហុយឈាមរមែងខាប់ជាងទឹកបំណងប្រាថ្នាធំបំផុតរបស់ម្ដាយអ្នកគឺចង់មកជួបជុំជាមួយអ្នកណែទទួលគាត់មកយើងមើលថែគាត់ឲ្យបានល្អឲ្យគាត់បានហូបចុកឆ្ងាញ់ឲ្យគាត់បានរស់នៅសុខស្រួលល្អប៉ុណ្ណាទៅតែខ្ញុំគួរធ្វើម៉េចទៅចំពោះអ្នករាល់គ្នាត្រូវធ្វើបែបណានោះជារឿងរបស់អ្នករាល់គ្នាទេខ្ញុំគ្រាន់តែចង់បានលទ្ធផលឲ្យតែអ្នករាល់គ្នាអាចធ្វើបានអ្វីដែលខ្ញុំបានសន្យាខ្ញុំនឹងធ្វើវា
និយាយពីខ្សែឈាមវិញគាត់គ្មានអ្វីតាក់ទងទេគ្មានអ្នកណាដែលស័ក្តិសមជាងអ្នកទេយ៉ាងណាមិញឈាមរមែងខាប់ជាងទឹកហើយអ្នកទើបជាកូនស្រីបង្កើតរបស់គាត់អូប្រពន្ធសម្លាញ់អ្នកកុំគិតច្រើនពេកអីអ្នកគ្រាន់តែធ្វើចិត្តរឹងបន្តិចទៅក្តីសង្ឃឹមរបស់គ្រួសារយើងទាំងមូលគឺពឹងលើអ្នកហើយពីមុនមានរឿងច្រើនណាស់បានកើតឡើងនៅពិធីជប់លៀងអ្នកអាចកែប្រែកំហុសបានយើងស្រឡាញ់គ្រួសារ ធ្វើដូចគ្មានរឿងអីកើតឡើងអីចឹងអ្នកមិនគិតពីពួកយើងសោះ ព្រោះតែគិតពីកូនយីមែនទេ កូនយីទៅតែប៉ុន្មានឆ្នាំបើគ្រួសារយើងខ្សែធនផ្លូវចុងក្រោយគាត់ត្រូវតែដើរហើយ ល្អខ្ញុំទៅប៉ុន្តែខ្ញុំមានលក្ខខណ្ឌពីរទី1ត្រូវតែមើលថែម្ដាយខ្ញុំឲ្យបានល្អទី2ក្រោយនេះរឿងកូនយីទាំងអស់ត្រូវតែស្ដាប់ខ្ញុំហាហាបានទាំងអស់ជារបស់ប្រពន្ធថាញ់ហើយម៉ែ មហូប ម៉ែ កូនចិន សុំទោសខ្ញុំមិនបានចិត្តណាមិនស្គាល់ម៉ែទេ កូនចោ ម៉ែហា អាហារ 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 ម៉ែខ្ញុំមកទទួលអ្នកទៅផ្ទះទទួលអ្នកទៅផ្ទះ ទៅផ្ទះ អាហារខ្ញុំទទួលអ្នកទៅផ្ទះសួនសួន ទាំងអស់គ្នា គ្រោះថ្នាក់ហើយខ្ញុំនាំអ្នកទៅផ្ទះសិនរួចចាំខ្ញុំមកទទួលប្អូនប្រុសវិញបានទេបានទេ ទៅផ្ទះ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 ខ្ញុំទៅផ្ទះអឹមខ្ញុំចង់ទៅផ្ទះ ធានសៀកត្រឡប់មកទទួលប្អូនប្រុសវិញទទួលប្អូនប្រុសហើយត្រឡប់ទៅវិញត្រឡប់ទៅត្រឡប់ អ្នកទៅមនុស្សអត់ប្រ កុ យោ ំ ជន៍ វាយអ្នកប្រញាប់ទៅចុះខ្ញុំនឹងមើលថែម៉ែឲ្យបានល្អ អ្នកគិតថាខ្ញុំជាសម្ដីអ្នកមែនទេសុំទោសប៉ុន្តែខ្ញុំគ្មានវិធីទេពិតជាគ្មានវិធីទេសុំទោសឲ្យបានការអីខ្ញុំសួរអ្នកម៉ែខ្ញុំនៅឯណាខ្ញុំនឹងមើលថែម៉ែឲ្យបានល្អអ្នកមានសិទ្ធិអីហៅម៉ែហាហាហានៅតែក្រអឺតក្រទុំដែរអ្នកគិតថាអ្នកនៅតែជាលោកស្រីបាយនៃក្រុមហ៊ុនជីរុយមែនទេហាហាអ្នកគ្រាន់តែជាស្រមោចតូចដែលយើងជន់ឈ្លីហាហាហាម្យ៉ាងទៀតយើងមានក្រុមហ៊ុនជីរុយជាក្នុងបង្អែកអ្នកអាចធ្វើអ្វីខ្ញុំបានហាហាហាអាំងក្នុងគេខ្ញុំអាំងក្នុងគេចុះយ៉ាងម៉េចបើគ្មានតំណែងប្រធានអ្នកជាអ្វីអ្នកគ្មានតម្លៃសំបីបន្តិចអ្នកគ្រាន់តែជាអ្នករើកូនកំណាចឲ្យម៉ែហាហាខ្ញុំឆេនហ៊ុយនៅតែជាកូនបង្កើតរបស់ម៉ែអ្នកឥឡូវអ្នកគ្មានអ្វីទាំងអស់យកទេហាហាហា ឲ្យអ្នកហៅប៉ាបើបែបនេះធ្វើឲ្យប៉ាសប្បាយចិត្តម៉ែយើងញ៉ាំបាយបន្តិចទៅខ្ញុំក៏ហកអ្នក ហឹម ម៉ែខ្ញុំសុំទោសសុំទោសយើងញ៉ាំបាយសិនយើងញ៉ាំបាយសិនល្អទេសួនសួនចៅសួនសួនចៅសួនសួនហៅខ្ញុំចង់បានសួនសួនអ្នករកសួនសួនមែនទេអាហោរកសួនសួនអាហោរកសួន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 អាហោសួនសួនមិនក៏បដូរចិត្តលឿនម្លេះខ្ញុំយល់ព្រមនឹងអ្នកធ្វើជាអ្នកស្នងរត់ក្រុមហ៊ុនជីរុយឥឡូវអ្នកពេញចិត្តហើយឬនៅ
ហាហាហាទើបសំជាមនុស្សបរោះមិនគួរជាប់ជំពាក់នឹងអារម្មណ៍ទេខ្ញុំដឹងរឿងទាំងអស់នេះគឺអ្នកនៅពីក្រោយចង់ឲ្យខ្ញុំយល់ព្រមក៏បានតែខ្ញុំមានលក្ខខណ្ឌមួយគ្មានបញ្ហាទេខ្ញុំអាចមិនបង្ហាញជាមួយម៉ែខ្ញុំក្នុងនាមជាម្ដាយនិងកូនជាសាធារណៈតែម៉ែខ្ញុំត្រូវតែទទួលបានជីវិតល្អបំផុតទទួលបានការព្យាបាលល្អបំផុតខ្ញុំត្រូវជួបគាត់រាល់ខែល្អខ្ញុំយល់ព្រមហើយអ្វីទៀតខ្ញុំចង់បំផ្លាញត្រកូលឯងត្រកូលឯងនេះតែត្រកូលឯងជាដៃគូពាណិជ្ជកម្មរបស់យើងតើអ្នកកញ្ជ្រោងចំណាស់នៅនិយាយរឿងដៃគូពាណិជ្ជកម្មអីទៀតពួកគេគ្រាន់តែជាអុករបស់អ្នកប៉ុណ្ណោះឲ្យតែអ្នកយល់ព្រមនឹងខ្ញុំនឹងស្ដាប់បង្គាប់ល្អស្វាគមន៍ត្រឡប់មកវិញអីកុំរំខានម៉ាក់កូនយេតទៅបន្ទប់ធ្វើកិច្ចការផ្ទះទៅមានរឿងអីម៉ាក់កូនស្រីឲ្យមើលទៅឥឡូវកូនទំនេរហើយមានកូនទី2ទៅគ្រួសារយើងឥឡូវមានតែកូនមួយនឹងហើយជាកូនស្រីទៀតត្រកូលឯនេះមិនអាចដាច់ពូជបានទេម៉ាក់ពេទ្យមិនបានប្រាប់ហើយមែនទេខ្លួនប្រាណខ្ញុំឥឡូវមិនស័ក្តិសមនឹងពូជទៀតទេក្រែងបើសម្រាប់កូនអាចមានគ្រោះថ្នាក់ដល់ជីវិតម្យ៉ាងទៀតយើងមានកូនយាយម្នាក់មិនគ្រប់គ្រាន់ទេកូនគ្រប់គ្រាន់ហើយពាក្យពេទ្យនិយាយក៏មិនអាចជឿទាំងអស់ដែរមនុស្សច្រើនណាស់មានកូនទី2មិនឃើញមានបញ្ហាអីផងចេញហុយកូនមិនអាចកុំអាត្មានិយមពេកបានទេកូនមិនគិតគូរពីត្រកូលឯយើងទៅអនាគតទេមិនមែនទេតែខ្ញុំពិតជាមិនចង់មានកូនទៀតទេមិនចង់មានកូនទៀតមែនទេកូនឯងត្រូវតែមានកូនកុំរឹងតឹងពេកខ្ញុំពិតជាមិនចង់ទេខ្ញុំធ្លាប់ធ្វើល្អដាក់កូនពេកហើយមែនទេកូនស្រីឲ្យកូនឆាប់យល់ព្រមទៅមិនក៏ម៉ាក់ធ្វើបែបនេះដាក់ខ្ញុំជាមនុស្សមិនមែនជាឧបករណ៍សម្រាប់បង្កើតកូនរបស់ម៉ាក់ទេកូនរឹងតឹងណាស់មែនទេខ្ញុំប្រាប់កូនឲ្យដឹងកុំស្មានថាគ្រាន់តែកូនអញ្ជើញស្រីចាស់ស្អុយនោះមកកូនជាអ្នកមានគុណអីនោះបើគ្មានខ្ញុំគ្រួសារនេះកូនក៏គ្មានតម្លៃអីដែរឡថ្ងៃនេះខ្ញុំនឹងមើលថាតើកូនរឹងតឹងដល់កម្រិតណាទៅថ្ងៃនេះខ្ញុំនឹងមើលឲ្យឃើញឆ្អឹងអ្នករឹងប៉ុណ្ណាទៅនេះជាការរំលោភបំពានក្នុងអាពាហ៍ពិពាហ៍អញហ៊ានវាអញផងហូបពិតជាគិតថាខ្លួនឯងជាស្រីបរិសុទ្ធមែនរំលោភបំពានក្នុងអាពាហ៍ពិពាហ៍អីខ្ញុំប្រាប់អ្នកណាចេញហុយបើគ្មានគ្រួសារយើងអ្នកថាអ្នកធ្លាប់ចិញ្ចឹមជ្រូកកាលពី2ថ្ងៃមុនអ្នកដឹងអត់ខ្ញុំជាប្រពន្ធរបស់អ្នកសោះសូមមេត្តាផ្ដល់កិត្តិយសឲ្យខ្ញុំបន្តិចបានទេកិត្តិយសហាហាអ្នកគិតថាខ្លួនឯងជាអ្វីទៅមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់បង្កើតកូនកាលពី5ឆ្នាំមុនទេដឹងអត់គ្រាន់តែជាឧបករណ៍បង្កើតកូនពិតជាគិតថាខ្លួនឯងអស្ចារ្យណាស់មែនខ្ញុំឲ្យអ្នកមួយថ្ងៃទៀតជាចុងក្រោយបើអ្នកនៅតែមិនព្រមអ្នកត្រូវប្រមូលអីវ៉ាន់ចេញពីផ្ទះនេះទៅគ្មានបញ្ហាទេការខាត់បងទាំងអស់យើងនឹងទទួលខុសត្រូវរៀបចំរួចរាល់ហើយអញ្ចឹងចាប់ផ្ដើមទៅខ្ញុំនឹងធ្វើឲ្យក្រុមហ៊ុនអាចជាបរាជ័យទាំងស្រុងមានរឿងធំហើយខ្ញុំទៅតែទៅក្រុមហ៊ុនជីរុយមិញលីនស៊ីនបានខ្លាចជាអគ្គនាយកម្ដងទៀតហើយកិច្ចសហប្រតិបត្តិការរបស់យើងជាមួយក្រុមហ៊ុនជីរុយត្រូវរលាយអស់ហើយប្រញាប់ទូរស័ព្ទទៅប៉ៃយូភ្លាមមានរឿងអីប៉ៃយូមិនបានយល់ព្រមជាមួយយើងទេគ្មានអ្នកលើកទេសាក់ម្ដងទៀតនៅតែគ្មានអ្នកលើកក៏ដែរនេះជាស្នាដៃរបស់អ្នកមែនទេមិនមែនគ្រាន់តែចង់បានកូនទី2ទេអ្នកធ្វើបាបយើងបែបនេះមែនទេមិនមែនខ្ញុំទេខ្ញុំគ្មានលេខទូរស័ព្ទប៉ៃយូផងបើជាអ្នកធ្វើ
ខ្ញុំនឹងមិនទុកអ្នកទេ តើអ្នកធ្វើវាដោយរបៀបណាប្រញាប់រកវិធីដោះស្រាយទៅឥឡូវនេះអាជីវកម្មគ្រួសារយើងបរាជ័យទាំងអស់ហើយ ថាក្រុមហ៊ុនទាំងអស់របស់ត្រកូលលីនសុទ្ធតែគេចវេះពីយើងទាំងអស់បើបន្តបែបនេះតើយើងនឹងសាយធនមែនទេខ្ញុំគិតឃើញវិធីហើយអាចារ្យនេះជាស្នាដៃកូនប្រុសឯងមែនទេជាស្នាដៃកូនប្រុសឯងមែនទេលឿនឡើងទូរស័ព្ទទៅគាត់ ប្រាប់គាត់ឲ្យឆ្លើយតបឬអត់ហាហាឲ្យគាត់ឆ្លើយតបទៅស្ដាប់បង្គាប់ទៅអា កុំប៉ះពាល់ម៉ែខ្ញុំ ថ្ងៃនេះខ្ញុំនឹងវាអ្នកឲ្យបាន អ្នកណា កុំយំអ្នកមិនចូលចិត្តនៅជាមួយម៉ែអ្នកទេអញ្ចឹងអ្នកនៅជាមួយគាត់ឲ្យបានល្អទៅ ម៉ែខ្ញុំសុំទោសខ្ញុំស្មានថាជីវិតនេះនឹងមិនបានជួបម៉ែទៀតទេតាមពិតខ្ញុំមានការឈឺចាប់ចំពោះម៉ែខ្ញុំឈឺចាប់ដែលម៉ែមិនមកតាមរកខ្ញុំហេតុអ្វីបានជាម៉ែបង្កើតខ្ញុំមកក្នុងគ្រួសារបែបនេះប៉ុន្តែនៅពេលដែលខ្ញុំត្រៀមនឹងបោះបង់អ្វីទាំងអស់ទើបដឹងថាខ្ញុំមិនអាចបោះបង់ម៉ែបានទេម៉ែខ្ញុំចង់ចេញទៅក្រៅគេងទៅម៉ាក់ខ្ញុំអត់ងុយទេម៉ាក់ចាំអត់កាលខ្ញុំនៅតូចម៉ាក់តែងតែច្រៀងលួងខ្ញុំឲ្យគេងលើកនេះឲ្យខ្ញុំច្រៀងលួងម៉ាក់គេងវិញម្ដងអូនយី ពូមិនក៏ពូមុខ ពូមកជួយអ្នកនឹងយាយ ប៉ាខ្ញុំមិនឲ្យខ្ញុំមកទទួលអ្នកទេតែខ្ញុំនៅតែយកសោមកដែរ អូនយីតើអ្នកចង់រស់នៅជាមួយពូទេនឹងយាយជាមួយគ្នា ម៉ាក់ទូរស័ព្ទអាឡូ អាឡូ អូខេអ្នករងចាំខ្ញុំនឹងទៅដល់ភ្លាមអាមនុស្សអត់ប្រយោជន៍អាឈួតអ្នកណាគេនឹងយប់ជ្រៅហើយចេនហ៊ុយកុំរត់លោកស្រីឡាយយប់ជ្រៅហើយលោកស្រីទៅណា អាហោក្រុមហ៊ុននៅមានការងារខ្លះមិនទាន់ដោះស្រាយរួចខ្ញុំទៅដោះស្រាយបន្តិច បើមិនអីចឹងទេរឿងក្រុមហ៊ុនលោកស្រីគ្រាន់តែប្រាប់ខ្ញុំទៅបានហើយខ្ញុំនឹងទៅជំនួសលោកស្រី អាហោខ្ញុំគិតថាឈប់ទៅចុះ ការធ្វើការដល់យប់ជ្រៅបែបនេះមិនល្អសម្រាប់សុខភាពខ្ញុំនៅក្មេងខ្ញុំទៅចុះល្អទេ លោកលេខាលីវតើនេះមានន័យយ៉ាងម៉េច ខ្ញុំដឹងថាអ្នកនឹងទៅធ្វើអ្វីតែតើអ្នកបានគិតច្បាស់ពីផលវិបាកនៃការធ្វើបែបនេះហើយឬនៅ ផលវិបាកអ្វីខ្ញុំជួបជុំជាមួយម្ដាយខ្ញុំក៏ខុសដែរឬ កុំភ្លេចថាអ្នកមានទំនាក់ទំនងអ្វីជាមួយលោកប្រធានបៃ
អីចឹងហើយអ្នកបានសន្យាជាមួយគាត់ហើយអ្នកត្រូវតែរក្សាពាក្យសន្យាបើអ្នកនៅតែទូចធ្វើតាមចិត្តខ្លួនឯងយប់នេះម្ដាយរបស់អ្នកនឹងជួបប្រទះអ្វីខ្លះលោកប្រធានប៉ៃនឹងមិនទុកគាត់ដោយនេះទេ មិនថាមានរឿងអ្វីកើតឡើងចំពោះម្ដាយខ្ញុំបន្ទាប់ពីនេះទេខ្ញុំនឹងទទួលខុសត្រូវទាំងអស់គ្នា អ្នកទៅចុះយប់នេះចាត់ទុកថាខ្ញុំមិនបានមកគំរត់គំរត់គំរត់ត្រឡប់ទៅវិញអ្នកភ្លេចហើយឬថាធ្លាប់សន្យាអ្វីជាមួយខ្ញុំស្ដាយក្រោយហើយខ្ញុំនឹងឲ្យឱកាសអ្នកម្ដងទៀតជាចុងក្រោយគ្រាន់តែចង់ឲ្យអ្នករក្សាការសន្យាមុនរឿងនេះចាត់ទុកថាគ្មានអ្វីកើតឡើងទោះអ្នកឲ្យឱកាសខ្ញុំ10000ដងទៀតក៏ដោយខ្ញុំក៏នៅតែជ្រើសរើសសម្ដេចខ្ញុំដែរហេខ្ញុំមានអារម្មណ៍ខ្ញុំជាមនុស្សហាល្អណាស់និយាយបានល្អណាស់លើកនេះចាំមើលអ្នករត់ទៅណាឈប់នាងស្រីថោកទាបនោះអ្នករត់ទៅណាបើអ្នករត់តែម្នាក់ឯងមិនអីទេអ្នកថែមទាំងនាំជាវយូរទៅជាមួយទៀតមែនទេខ្ញុំប្រាប់អ្នកចាំអ្នកត្រឡប់មកវិញខ្ញុំនឹងធ្វើឲ្យអ្នកដឹងមិនអាចទ្រាំបានទេ អីតាមអ្នកទាំងអស់គ្នាគ្រាន់តែជាឧបករណ៍របស់គ្រួសារអីរបស់អ្នកប៉ុណ្ណោះ ឆាប់ដាក់កំបិតចុះកុំធ្វើបាបខ្លួនឯងបើយើងមានរឿងអ្វីមកពិភាក្សាគ្នាឲ្យបានល្អឆាប់ដាក់កំបិតចុះកូនខ្ញុំធ្វើទាំងអស់នេះគឺដើម្បីប្រយោជន៍អ្នកទេដើម្បីប្រយោជន៍ខ្ញុំអ្នកជាអ្នកណាជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះមែនទេខ្ញុំក្នុងនាមជាឪពុកកូនឪពុកសុំទោសកាលពីមុនដោយសារហេតុផលពិសេសមួយចំនួនខ្ញុំត្រូវតែបង្ខំឲ្យអ្នកទទួលស្គាល់ថាខ្ញុំជាកូនប្រុសរបស់អ្នកវាពិបាកដល់ម្លឹងមែនទេអ្នកមិនយកទេពេលឈរនៅតំណែងខ្ញុំមានមនុស្សប៉ុន្មានអ្នកកំពុងតាមដានបើដើរខុសមួយជំហានខ្ញុំនឹងបាត់បង់ការខិតខំប្រឹងប្រែងជាច្រើនឆ្នាំនេះកូនអ្វីដែលឪពុកល្អចំពោះកូនកូនដឹងទាំងអស់ហើយផ្ទះរបស់អ្នកឡានរបស់អ្នកការងាររបស់អ្នកទ្រព្យសម្បត្តិរបស់អ្នកគឺខ្ញុំជាអ្នកឲ្យទាំងអស់ខ្ញុំជាអ្នកឲ្យចុះតម្លៃវិញអីចឹងខ្ញុំថយមួយជំហានចុះមែនទេខ្ញុំទទួលស្គាល់ទំនាក់ទំនងឪពុកកូនរបស់យើងតែអ្នកនឹងលេងហងមិនអាចមានទំនាក់ទំនងជាម្ដាយកូនបានទេវាលុបពីខាងក្រៅលីនហងអាចនៅក្បែរអ្នកបានយ៉ាងជិតស្និទ្ធ អ្នកអាចជាកូនប្រុសរបស់ខ្ញុំតែម្នាក់គត់បែបនេះល្អទេ លោកប្រធានបៃដល់ពេលនេះហើយអ្នកនៅតែចោទចោលលក្ខខណ្ឌទៀត អ្នកមិនសមធ្វើជាឪពុកតតែសោះ កាលខ្ញុំជួបអ្នកលើកដំបូងខ្ញុំក៏ដឹងពីអត្តសញ្ញាណរបស់អ្នកភ្លាមខ្ញុំបានស៊ើបអង្កេតអ្វីទាំងអស់ដោយសម្ងាត់អ្វីដែលអ្នកមាននៅថ្ងៃនេះគឺបាត់បង់នៅក្តីស្រឡាញ់ពីក្រុមគ្រួសារទាំងអស់ ជាង20ឆ្នាំមុនអ្នកគ្រាន់តែជាបុគ្គលិកតូចតែធម្មតាម្នាក់ប៉ុណ្ណោះបាយជាងខ្ញុំធ្លាប់សង្ឃឹមលើអ្នកខ្លាំងណាស់ថែមទាំងបានណែនាំអ្នកទៅថ្នាក់លើទៀតផងតែអ្នកបានធ្វើអ្វីខ្លះទៅអ្នកតបស្នងខ្ញុំបែបនេះឬ ស្ថាប័ននេះមិនមែនជាផ្ទះរបស់អ្នកទេវាមានគោលការណ៍និងដែនកំណត់របស់វាអ្នកបានលួចមានកូនទី2មិនត្រឹមតែបំពេញគោលការណ៍ប៉ុណ្ណោះទេថែមទាំងធ្វើឲ្យស្ថាប័នបាត់បង់កិត្តិយសទៀតអ្នកពិតជាគិតថាយើងមិនដឹងអ្វីសោះមែនទេ ហេតុលោកស្រីចាងសូមមេត្តាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតផងលោកស្រីចៅសូមមេត្តាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតផងអ្នកអង្វរខ្ញុំគ្មានប្រយោជន៍អ្វីទេខ្ញុំឲ្យអ្នកជ្រើសរើសពីរទី1គឺដាក់លិខិតលាលែងពីតំណែងដោយស្ម័គ្រចិត្តបោះបង់កូនម្នាក់នេះចោលហើយបន្តធ្វើការនៅមុខតំណែងដដែលលោកប្រធានខ្ញុំខុសហើយសូមអ្នកផ្ដល់ឱកាសឲ្យខ្ញុំម្ដងចុងក្រោយទៀត អ្នកមានបញ្ហាខួរក្បាលខ្ញុំសួរអ្នកឯកសារណែនាំការងារពីថ្នាក់លើចិត្តចេញហើយតើអ្នកគិតយ៉ាងម៉េចដែរគិតឲ្យបានល្អិតល្អន់ទៅកូនឲ្យសូមទោស ប៉ាគ្មានជំរឿផ្សេងទេ
តម្លៃដែលត្រូវបង់គឺការបោះបង់ក្តីស្រឡាញ់ពីក្រុមគ្រួសារប្រើប្រាស់នៅអ្វីដែលអ្នកហៅថាចំណងដើម្បីចាប់បង្ខំអ្វីទាំងអស់ភរិយារបស់អ្នកបានស្លាប់ដោយសារអ្នកកូនដែលកើតមកត្រូវបានអ្នកបោះបង់ចោលគំនិតចាស់គំរូនិងពុករលួយរបស់អ្នកគួរឲ្យខ្ពើមរអើមដូចជាសាកសពតើអ្នកគិតថាដោយសារអ្វីដែលអ្នកបានធ្វើទាំងអស់នេះតើអ្នកស័ក្តិសមជាឪពុកដែរឬឯភីងរកពេលលេងលេះគ្នាទៅយ៉ាងណាក៏ខ្ញុំមិនដែលត្រូវបានគេចាត់ទុកជាមនុស្សក្នុងផ្ទះអ្នកដែរខ្ញុំគ្រាន់តែជាឧបករណ៍បន្តពូជរបស់អ្នកប៉ុណ្ណោះឥឡូវខ្ញុំយល់ច្បាស់ហើយខ្ញុំលែងចង់ធ្វើជាឧបករណ៍បន្តពូជក្នុងគ្រួសារអ្នកទៀតហើយរឿងយើងចប់ហើយប្រពន្ធសម្លាញ់យើងពិភាក្សាគ្នាទៅរឿងលេងលេះគ្នាមិនមែនជារឿងលេងសាច់ទេរឿងនេះគ្មានអ្វីត្រូវពិភាក្សាទេអ្វីដែលអ្នកចង់បានខ្ញុំអាចឲ្យអ្នកបានទាំងអស់លោកប៉ៃអ្វីដែលខ្ញុំត្រូវការអ្នកគ្មានទេម្ដាយខ្ញុំជាមនុស្សឈួតត្រូវហើយគាត់ជាមនុស្សឈួតបែបនឹងឯងគាត់ខំប្រឹងចិញ្ចឹមខ្ញុំធំដឹងក្តីគាត់ទ្រាំនឹងការវាយដំនិងជេរប្រមាថប៉ុន្មានហើយនៅតែចង់ផ្ដល់អ្វីដែលល្អបំផុតដល់ខ្ញុំដូច្នេះឥឡូវខ្ញុំចង់ផ្ដល់អ្វីដែលល្អបំផុតដល់គាត់វិញម្ដាយខ្ញុំជាមនុស្សឈួតតែគាត់មនុស្សជាងពួកអ្នកទៅទៀតម៉ែមកទៅយើងទៅផ្ទះហ្វាយស៊ឺអ្វីដែលអ្នកនិយាយគឺត្រឹមត្រូវណាស់ខ្ញុំមិនស័ក្តិសមជាប្តីនិងជាឪពុកទេពេលប្រឈមមុខនឹងជម្រើសខ្ញុំជ្រើសរើសតែផលប្រយោជន៍ប៉ុណ្ណោះដូច្នេះខ្ញុំមិនស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់ទេចាប់ពីពេលនេះទៅអ្នកហៅខ្ញុំថាពូប៉ៃចុះពេលទំនេរទៅមើលក្រុមហ៊ុនបន្តិចទៅបានហើយអេផស៊ីវយីលេងហើយយើងញ៉ាំបាយសិនបាត់ក្រោយមានពេលលេងច្រើនណាស់ម៉ាក់ឲ្យអ្នកកូនតូចរបស់យើងប្រកាសជាខ្លាចជាអ្នកវិទ្យាសាស្ត្រនៅថ្ងៃមុខមែនអត់ហាម៉ែចង់ញ៉ាំអត់អីម៉ែរាល់ថ្ងៃក្រៅពីញ៉ាំបាយគឺញ៉ាំថ្នាំកុំបារម្ភមិនភ្លេចទេកាលយើងនៅតូចចូលចិត្តញ៉ាំនំផ្អែមជាងគេកាលសួននៅតូចចូលចិត្តញ៉ាំផ្លែព្រីងជូរជាងគេចាំទាំងអស់ហាលើកកែវរីករាយពិធីបុណ្យសែនព្រះខែរីករាយពិធីបុណ្យសែនព្រះខែហា